សុស្ដីប្រធានលោកសៀងវ៉ាន់មានអីអាណាខ្សែដៃរបស់យើងនោះប្រធានយកចាំខ្ញុំរកឲ្យនាងខ្ញុំចាំបាត់ថាតនៅក្នុងហបហែងតែងប្រហែលជាធ្លាក់នៅក្នុងតុរបស់លោកនាយកហើយចាំខ្ញុំទៅយកវាឲ្យនាងឲ្យពេលវេលានាង10នាទីចាត់ការវាឲ្យល្អទីអ្នកកាត់អីទេជាប្រធានឲ្យអស់ចាអីទេខ្ញុំចាំបាត់ថាបាននោះមានខ្លាទៅអត់ធន់ណាស់សំណាងហើយតែខ្ញុំមិនចាំមកបកកែនោះខ្លាមកកណ្ដាលមកខ្វេសម្លេងចឹងនាងមកលបឡងក្នុងបន្ទប់ខ្ញុំធ្វើអីខ្ញុំគឺជាអ្នកសម្អាតនៅទីនេះខ្ញុំទៅតែសម្អាតបន្ទប់លោកនាយកហើយលោកនាយកសុំជើញជាអ្នកអនាម័យមិនបានជាខ្ពស់យ៉ាងនេះខ្លាំងនេះឈប់សិនកាលពីយប់មិញនឹងណែណានេះគេមិនចាប់ខ្ញុំបានទេមែនទេខ្លាំងនេះពិតជាពិសេសប្លែកណាស់តែគេមកជានាយកក្រុមហ៊ុនលេងស៊ីនេនទេមកចលមួយអាឡូអ្នកណាម៉ៃខ្សែដៃយើងបាត់ហើយអ្នកចាប់ទៅនៅក្រុមហ៊ុនឲ្យយើងភ្លាមមិនចឹងទេស្អែកនេះគឺមិនចាំបាច់មកធ្វើការទេយាយអ៊ីហាងយ៉ាងតសិនហើយចាំដល់ក្រោយចាំណាត់គ្នាទៀតណាកុំភ្លេចស្អែកនេះណាត់មើលគួរឲ្យសោះដល់ហើយណាត់ទីបំផាត់រកឃើញហើយនាងមកបន្ទប់ធ្វើការខ្ញុំធ្វើអីលោកកបជាសង្ហានេះណាមានសាច់ដុំទ្រូងហើយក៏នៅមានសាច់ថៃទៀនដល់តាខ្ញុំគឺជាអ្នកអនាម័យនេះបាច់ជាមកដេកជាមួយលោកនាយកទៅវិញមិនបានទេត្រូវតែឆាប់រត់ចេញសិននាយកលេងនេះលោកបានន័យថាលោកបានគេងលក់ហើយមែនទេគេងលក់មកយកទល់ភ្លើងគឺពិតជាល្អណាស់រឿងបញ្ហាជំងឺគេងលក់របស់លោកនោះមានមធ្យោបាយហើយយើងឲ្យពេលឯង3ថ្ងៃទៅរកមកចាក់ខ្សែដៃនេះឲ្យឃើញកាលពីយប់មិញយើងត្រូវគេដាក់ថ្នាំគឺនាងជាអ្នកជួយយើងនាយកលេងនៃរបស់លោកនោះគឺចង់ឲ្យលុយមួយចំនួនទៅកាន់នាងមែនទេយើងគឺចូលចិត្តនាងលោកនាយកគាត់មិនជំនឿអនាម័យសម្បត្តិនាងបើសិនជាគាត់បានដឹងថាបុគ្គលិកអនាម័យដូចជាខ្ញុំនេះតែគេជាមួយគាត់នោះមិនដឹងថាគាត់ត្រូវដាក់ទុកខ្ញុំយ៉ាងម៉េចទេការប្រយុទ្ធមកខ្ញុំទៅញ៉ាំបាយជាមួយមិនហើយក៏ផឹកស្វាងទេមកខ្ញុំគេក៏បានជួយខ្ញុំទៅផ្ទះឲ្យលោកជាតិអីលោកអាចខោស៊ូគេបានក៏មែនហើយលើខ្លួនមនុស្សស្រីកាលប្រយុទ្ធមិញនាងមានក្លិនពិសេសប្លែកមួយមិនបាច់ទេនាងតែចុះត្រាស់ហើយនាងឈ្មោះអីទៅរត់ដូចយ៉ាងនេះហ៎ខ្ញុំគួរឲ្យខ្លាចយ៉ាងនេះផងហ៎ខ្ញុំពិតជាសង្ហាសឹងអីនាយកលេងខ្សែដៃមួយនោះបានរកឃើញហើយខ្សែដៃនេះជារបស់នាងហ៎មែនហើយកាលពីយប់មិញខ្ញុំត្រូវគេដាក់ថ្នាំគឺនាងជាអ្នកជួយខ្ញុំនឹងទទួលខុសត្រូវលើនាងទទួលខុសត្រូវអីនាយកលេងគាត់ចង់បានន័យថាខ្ញុំទៅមានអីជាមួយគាត់អីប៉ុន្តែកាលពីយប់នោះខ្ញុំនៅផ្ទះរហូតតែឬមួយក៏ជាលូសៀងវ៉ាន់នោះលោកគឺនិយាយថានឹងទទួលខុសត្រូវចំពោះខ្ញុំអីមែនហើយខ្ញុំនឹងរៀបការជាមួយនាងច្រើនឆ្នាំមុននេះមានតែពេលដែលនាងបង្ហាញខ្លួនទេទើបខ្ញុំអាចគេងលក់បានខ្ញុំនឹងរៀបការជាមួយនាងរឿងបញ្ហាគេរបស់ខ្ញុំប្រកាសជាអាចដោះស្រាយបានហើយខ្ញុំបានបំផ្លាញភាពស្អាតរបស់នាងខ្ញុំត្រូវតែទទួលខុសត្រូវចំពោះនាងនិងរើអីវ៉ាន់ទៅផ្ទះខ្ញុំថ្ងៃនេះទៅស្អែកនេះពួកយើងនឹងចូលតាមសម្រាប់ជាមួយគ្នាប្រជិម្ចាស់អីខ្ញុំបាច់ជាខ្លាចជាប្រពន្ធរបស់មហាសេដ្ឋីហើយអីចូលមកសំតផាប់ធានយីខ្ញុំរកសារអត់បាននាងឃើញទេប៉ុន្តែកាលពីម្សិលមិញខ្ញុំទុកវានៅក្នុងហាប់ប៉ាមែនប៉ុន្តែក្រោយមកក៏បាត់រកមិនឃើញប៉ុន្តែខ្ញុំសន្យាថានៅខំប្រឹងរកវាឲ្យឃើញវិញនេះអញ្ចឹងហេតុនេះអ្នកដែលដេកជាមួយលោកនាយកការប្រយុទ្ធនោះគឺជាលូសៀងវ៉ាន់មែនពិតជាចំណេញដល់នាងមែនប៉ុន្តែកិត្តិយសនោះគឺបានមកយើងហើយមិនចាំបាច់ទេយើងរកឃើញហើយ
មិនក៏មិនឆាននិយាយទេធ្វើយ៉ាងតែបន្ទប់លោកនាយកនោះយ៉ាងយូរនាងក៏តែបន្ទប់លោកនាយកអីមិនអាចឲ្យនាងចូលក្បែរលោកនាយកលេងបានទេបើសិនជាលោកនាយកលេងបានដឹងរឿងនោះស្មារតីរបស់យើងនឹងបានឃ្លាតទៅហើយទេចាប់ពីពេលនេះតទៅនាងមិនអាចឡើងទៅសម្អាតជនទី18របស់លោកនាយកបានទៀតទេសូម្បីតែសម្អាតក៏មិនបានដែរយកដល់អ្នកផ្សេងបានចេញទេចាប់បាន Yes បាច់ធ្វើគួរអានមិនចាំបាច់ត្រូវមាត់មែនមិនចាំបាច់ទៅសម្អាតដល់ជនលើទៀតទេចំណេញហ្នឹងសូមស្វាគមន៍យ៉ាងនេះលោកសៀងវ៉ាន់អ្នកក៏មកទោសយើងសោះភាពមានបានធ្លាក់មកលើយើងហើយយើងក៏មិនអាចមិនយកបានទេបើចាំបន្ទោសនោះគោតែបន្ទោសខ្លួនឯងថាគ្មានវាសនាទេហើយឈិណានាការនិយាយដាំយ៉ាងទេអាយយទីបំផុតឯងមកហើយមិនបានជាឯងទៅពាក់អាវបុគ្គលិកអនាម័យទៀតហើយនេះជាការធ្វើការយើងយ៉ាងម៉េចមិនសមនឹងឯងអាយ៉ាសមហើយឆាប់មកអាយ៉ាបងលេងក្រែងបងមកមើលគូជាមួយខ្ញុំអញ្ចឹងមិនបានជាបងនាំនាងអ្នកអនាម័យនេះមកអញ្ចឹងជាអ្នកអនាម័យហើយវាយ៉ាងម៉េចលេងយីហាគេស្រឡាញ់យើងមិនអាចទេយើងជាកូនអ្នកមាននៅក្នុងណាត់ឆឹងនេះមានទ្រព្យសម្បត្តិរាប់លានបងយីហាកូនមិននឹងឯងមិនស្រឡាញ់យើងនោះហើយបើជាមកស្រឡាញ់អ្នកអនាម័យដូចជានាងឯងនោះនាងកុំគិតថាមុខមាត់របស់នាងស្តៀងតារាយ៉ាងឆាយនាងក៏អាចនាងក៏ពិតជាថ្លៃថ្នូរមានលុយមែនដូចជាទឹកអាប់ប្រេតដែលនាងកំពុងប្រើអញ្ចឹងប៉ុន្តែយ៉ាងណាទឹកអាប់នោះក៏មិនអាចបាត់បង់ក្លិនមាត់ស្អុយរបស់នាងបានដែរនាងឯងលេងយីហាថ្ងៃក្រោយគ្រួសារយើងមកពាក់ព័ន្ធនឹងគ្នាទៀតទេក៏ពិតជាលុយមែនហើយមិនបានជាអ្នកដែលត្រូវរបស់នោះគឺជាយើងវិញបែរជាមិនឯងវិញមិនមែនបងធំគេណាត់មើលគឺជាមួយឯងមិនឲ្យគេវាយឯងតើឲ្យវាយអ្នកណាទេមិនមែនទេនេះជាលើកទី18ដែលយើងបានបំផ្លាញការណាត់របស់ឯងពេលណាឯងប្រាប់រឿងនោះឲ្យមករបស់ឯងបានដឹងទេមិនអាចប្រាប់បានទេមកដល់សង្ឃឹមយើងឲ្យទៅដណ្ដើមទ្រព្យសម្បត្តិគ្រួសារលេងទៀតអញ្ចឹងហើយរឿងនេះអាចលាក់យកបានប៉ុណ្ណាក៏ប៉ុណ្ណឹងហើយនេះឯងចាំឲ្យយើងមកបំផ្លាញការណាត់មើលគូរបស់ឯងរហូតអញ្ចឹងយ៉ាងម៉េចឯងធុញយើងហើយមែនទេស្រីអាក្រក់ពួកយើងជាមិត្តស្និទ្ធស្នាលណាមិនល្អគឺស្រីម្នាក់នេះឯងដែលមកតាមកូនប្រុសយើងនោះវាគ្រាន់តែជាអ្នកអនាម័យសោះវាចង់មកតាមគ្រួសារលេងយើងផងអញ្ចឹងយើងក៏នឹងឲ្យនាងជាមួយអាកូនចុងយើងលេងស៊ីនៀននោះវាអាចឲ្យអ៊ីហាដាច់ពីនាងបានហើយក៏ឲ្យបំផ្លាញមង្គលការដើម្បីផលប្រយោជន៍របស់លេងស៊ីនៀននោះបានដែរគឺពិតជាព្រួយមួយបានសัตว์ពីរមែនអ្នកអនាម័យនាងឆាប់ទៅសម្អាតបន្ទប់ពិសោធន៍ទៅនាយកលេងគាត់មកមកហើយឆាប់ឡើងនេះគឺយើងបានប្រាប់ពួកនាងហើយផលិតផលថ្មីលើកនេះត្រូវតែតាមស្មារតីក្រអូបទៅអាចបង្ហាញភាពពិសេសរបស់ទាំងអស់បានហើយពួកនាងលេងក្នុងនោះទៅក្នុងនោះវាគ្មានស្មារតីក្រអូបទេនាយកលេងពួកយើងក៏ចង់លេងឲ្យចេញពីក្លិនស្មារតីធម្មជាតិនោះដែរប៉ុន្តែវាពិតជាពិបាកខ្លាំងណាស់ពិបាកហ៎អញ្ចឹងនាងក៏ចាញ់ទៅក្លិនស្មារតីក្រអូបដែលនាងលេងនោះវាគឺខុសពីក្លិនស្មារតីក្រអូបធម្មជាតិនោះឆ្ងាយណាស់នេះនោះគឺជាការពិសោធន៍របស់ពួកយើងដែលខំធ្វើមករាល់ថ្ងៃទៅអាចលេងវាចេញមកបាននាងឯងត្រឹមតែជាអ្នកអនាម័យនាងដឹងស្អីទេខ្ញុំក៏ពិតជាមិនដឹងអីពិតមែនប៉ុន្តែចំហរបស់ខ្ញុំបកកែហាន់ចំហបកកែនោះនាងមិនមែនជាឆ្កែទេមែនទេអ្នកអនាម័យខ្ពស់នាងខាត់មើលទៅថានៅក្នុងនេះមានលេខអីខ្លះទៅនាយកលេងវាត្រឹមតែជាអ្នកអនាម័យរៀនចាប់ត្រឹមវិទ្យាល័យទេវាអាចដឹងក្លិនស្អីទេនៅក្នុងនេះមានផ្កាស្មាក្រអូបជាមួយស្មាក្រអូបធម្មជាតិប៉ុន្តែក្លិននេះលេខខុសហើយបើសិនជាផ្កាស្មាក្រអូបលេខជាមួយនឹងស្មាក្រអូបធម្មជាតិនោះតើតែលេខ 50% ទៅបង្ហាញក្លិនស្មាក្រអូបធម្មជាតិនោះចេញមកបានលោកសាហាត់មកទេពិតជាមានក្លិននោះមែននេះគឺមិនអាចទេបើសិនជាចង់បានក្លិនវ៉ានីឡាមែនបើសិនជាចង់បានក្លិនស្មាក្រអូបជាងនេះគឺត្រូវសេរី 0.5 ទៀនត្រូវតែយកស្មាក្រអូបនោះពីភ្នំជីងឈៀវនេះត្រូវការពេលប្រហែលទៅបើសិនជារយៈពេលយូរនោះគឺ15ថ្ងៃបើសិនជាលឿននោះក៏10ថ្ងៃហើយល្អអញ្ចឹងក៏ធ្វើតាមនាងនិយាយនោះទៅចាប់ពីថ្ងៃនេះទៅនាងគឺជាបុគ្គលិកផ្នែកពូកែជាងគេផ្នែកលេខទាំងអស់នៅក្នុងក្រុមហ៊ុនដីស៊ឺនេះហើយប្រាក់ខែមួយឆ្នាំគឺ 20,000 ចាំទុំមុនពេលប្រកាសផលិតផលថ្មីនោះគឺខ្ញុំត្រូវតែឃើញទាំងអស់ស្មៅក៏អុកនោះបានថាម៉េចនេះខ្ញុំឡើងតំណែងហើយអីស៊ឺនៀនឯកសារត្រៀមរួចហើយពួកយើងទៅចុយតាស៊ីវើទិញនាយកលេងមិនល្អទេម៉ាក់ចង់លុងយកលិខិតលោកទៅចុយតាស៊ីវើបាត់ហើយពេលនេះលោកខ្លាចជាអ្នករៀបការរួចហើយមិនអាចចុយតាស៊ីវើជាមួយនឹងនាងនិយាយបានទេថាម៉េចនេះរឿងមង្គលការយើងត្រូវឲ្យម៉ាក់ចង់នោះជាអ្នកសម្រេចទៅខ្ញុំថាឈឹមស៊ីវរងអ្នកប្រកាសជារៀបចំមនុស្សស្រីឲ្យមកនៅក្បែរលោកនៅតាមខ្លោមើលលោកហើយការឲ្យកាយលេងគ្នាបានដែរសើមើលទៅថាស្រីម្នាក់នោះជានរណាថ្ងៃនេះមិនអាចចុយតាស៊ីវើបានទេចាំចាត់ការរឿងគ្រួសារខ្ញុំហើយសិនចាបានអាចទៅលោកសន្យាជាមួយខ្ញុំហើយតំណែងគឺជាអ្នកស្រីលេងមិនយូរទេណាខ្លាចទៅជារបស់ខ្ញុំហើយ
ម៉ែខ្ញុំមកឡើងតំណែងហើយតែខាមួយឆ្នាំ20ម៉ឺនខ្ញុំថ្ងៃក្រោយនឹងទិញផ្ទះធំឲ្យម៉ាក់ហើយនឹងមានរបស់ឆ្ងាញ់ឲ្យម៉ាក់ទៀតម៉ាក់ក៏អាចគេផុតពីមនុស្សនរកបានហើយមានរឿងល្អនិងសប្បាយចិត្តរឿងល្អមកជាប់គ្នាមិនខ្លាចច្រើនទេសប្បាយចិត្តពេកឡើងក្រឹចជើងទៅហើយប្រាប់ពួកឯងទៅចុះគ្រួសារយើងនឹងលែងលំបាករហូតទៅហើយអាមកឈុតនេះនេះមករបស់ម៉ាក់នឹងលោកចង់ធៀងឯងវាយម៉ាក់របស់យើងនេះនេះឯងវាយម៉ាក់របស់យើងនេះឯងកាច់អីទៅយើងជាឪឯងនេះចង្រៃនោះវាហ៊ានខាត់រឿងល្អរបស់យើងអ្នកណាធំជាងគេនៅក្នុងផ្ទះនេះឯងទៅធ្វើស្អីទៀតហើយយើងប្រាប់ឯងយើងណាបានឲ្យឯងចូលគ្រួសារអ្នកមានហើយម្ដាកាក៏យកហើយដែរឯងណាថ្ងៃនេះរើយវ៉ាន់ទៅផ្ទះប្តីឯងទៅតែកៅឲ្យឯងស្អីឯងនេះពិតជាមិនចេះអាណិតយើងជាឪឯងមែនបានឲ្យឯងមើលទៅចុះអ្នកមានគេជាមហាសេដ្ឋីឯងការទៅមិនពិបាកទេគេមានលុយឯងណាយកអីវ៉ាន់ទៅធ្វើជាស្រីតូចឯងទៅបាច់ច្រឡំណាស់លោកឆាំងជាងឯងដើម្បីលុយបាច់ជាលុយយើងផងអីថ្ងៃនេះយើងប្រាប់ឯងចឹងមកទុកបាច់ជាយើងទៅស្លាប់ក៏ជាមិនព្រមរៀបមង្គលការជាមួយគេដែរនៅផ្ទះអាណាធំជាងគេមីកូនចង្រៃឯងចង់ខ្លាំងជាមួយយើងផងហ៎ទេមិនមកឯងខ្លាំងនោះក៏វិញទៅស្លាប់ទេចាប់ទៅឯងចាប់ទៅមិនចាំទេប៉ាឯងវាយឯងស្លាប់ខានទេចាប់ទៅចាប់ទៅមីកូនចង្រៃបាយខ្លាំងមែនឯងកុំអស់វិញអត់សោះមកតែថ្ងៃនេះមានតែគេនៅទីនេះទេមិនហើយខ្ញុំក៏អាចមកពិសោធន៍ខ្លះស្មើក៏អប់លោកបានដែរថាមិនត្រូវនៅឯឡើងតំណែងបានទៀតក៏អាចរកលុយបានគ្រប់ទៅទិញផ្ទះដែរក៏នាំមកទៅនៅឆ្ងាយពីអនុរូបលោកឆាំងឈៀងនោះម៉ាក់ត្រឹមសិនទេលោកសៀងវ៉ាន់អញត្រូវតែខំប្រឹងឡើងអញត្រូវតែស៊ូស៊ូសឺនីនបងមកខាកេងថ្មីដែលខ្ញុំរៀបចំឲ្យបងទិញណានានាងចូលមកមីងឈិនអ្នកប្រឹងអ្នកនាងយីនាងថ្ងៃក្រោយបើគ្មានការអនុញ្ញាតពីខ្ញុំទេនាងហាមចូលបន្ទប់ខ្ញុំមិនសោះខ្ញុំមីងឈិននាំនាងទៅចាបានសឺនីនសំទុំខ្ញុំគ្រាន់តែចង់កំដៅបងទិញឈប់សិនខ្ញុំថាហើយសឺនីនមិនអាចសកកជាមួយខ្ញុំបែបនេះបានទិញនាងប្រើទឹកអប់អីខ្ញុំគឺបានប្រើក្លិនទឹកអប់ល្បីមកពីប្រទេសបារាំងដូចចាញ់ទៅខ្ញុំចូលចិត្តក្លិនឈើក្រអូបការប្រយុទ្ធនោះជាងក្លិនឈើក្រអូបវិញហើយមួយក៏ជាក្លិននៅលើខ្លួនរបស់លូសៀងវ៉ាន់អ្នកនាងយីសូមអញ្ជើញអ្នកនាងយីថ្ងៃក្រោយអ្នកនាងកុំចូលទៅបន្ទប់អ្នកប្រុសទៀតឯសោះហ្នឹងគាត់មានទម្លាប់អនាម័យខ្លាំងណាស់គាត់ក៏មិនចូលចិត្តឲ្យមនុស្សស្រីចូលទៅក្បែរគាត់ដែរមេកាចាអ្នកប្រឹងមុនពេលមេឃភ្លឺសម្អាតមេរោគក្នុងបន្ទប់ខ្ញុំចាឡាចាអ្នកប្រឹងចាំពេលនេះត្រូវការរៀបចំបន្ទប់ទទួលភ្ញៀវដែរទេមិនបាច់ទេខ្ញុំទៅនៅក្រុមហ៊ុនវិញហើយមកក៏មានចាស់ចូលមកយើងក៏នឹងវាយចោលអញឲ្យស្លាប់នេះជាណាស់អញណាវិញឡើងយើងឡើងនេះជាក្លិនឈើក្រអូបគឺជាមនុស្សស្រីការប្រយុទ្ធនោះនាងគឺយាកឈិងមែនទេមិនមែនទេធ្វើអីហ្នឹងនាយកលេងសុំទោសផងខ្ញុំមិនបានឃើញអីទេខ្ញុំមិនបានឃើញអីទេខ្ញុំខ្វាក់ភ្នែកមែនហើយខ្ញុំគឺជាមនុស្សខ្វាក់ភ្នែកសុំទោសផងនាយកលេងនេះគឺជាការយកច្រឡំទីមកពីផ្នែករបស់ខ្ញុំមិនសូវល្អទីណាស់គេឲ្យលោកលបធ្វើអីទេខ្ញុំបានលឺហើយចាស់ណាតាមត្រូវទីនគឺពិតជាចាំមែនលុយអ្នកចំនួនមុខឈាមនេះគឺពិតជាពិបាកចាប់មែនហ្នឹងហើយណាជាអ្នកចំនួនមុខឈាមនោះ
ថ្ងៃនេះខ្ញុំបានអានប្រាប់លោកមួយនៅក្នុងរឿងនោះមានថាកែម្នាក់គេចម្លោះក្រាក់ខ្លាំងណាស់គេគឺជាអ្នកជំនួយមុខឈាមចំទូតែម្ដង នាងចាញ់ពីលាធ្វើការទៅខ្ញុំមិនមែនជាអ្នកជំនួយមុខឈាមនោះទេ មិនមកខ្ញុំចាំមកធ្វើការទេខ្ញុំគ្រាន់តែចាំមកនៅទីនេះហើយចាអត់ទេលោកថាកែបើលោកឲ្យតម្លៃសមត្ថភាពរបស់ខ្ញុំចឹងទៅហើយនោះខ្ញុំក៏មិនឲ្យលោកអត់សង្ឃឹមនោះទេខ្ញុំក៏នឹងធ្វើការបន្ថែមដើម្បីបង្កើតទឹកអបការស្មារតីនោះឲ្យបានក៏ធ្វើឲ្យលោកបានប្រកាន់លទ្ធផលថ្មីនោះឲ្យបានឆាប់ដែរ បានអញ្ចឹងខ្ញុំមិនរំខាននាងទេបុគ្គលិកល្អ ចាប់បានសូមចៃលោកនាយកសូមចៃលោកនាយកជួយដំណើរលោកនាយកទៅហើយអីហើយនៅទីបំផុតទីកន្លែងនេះគឺជារបស់ខ្ញុំហើយ ក្រៅនៅទីណាទេខ្ញុំđangនៅទីណាហើយ ណា មកកន្លងមកថ្មីផ្នែកទឹកអប់លូសៀងវ៉ាន់ លូសៀងវ៉ាន់ លោកនាយកតាមពិតលោកនៅទីនេះឯង ក្រៅពីឈិនហើយជាមួយមនុស្សស្រីក្រៅពីយប់នោះហើយគ្មានអ្នកណាដឹងថានៅទីនេះមានក្រែនោះទេឬមួយក៏មនុស្សស្រីក្រៅពីយប់នោះគឺជានាងមនុស្សស្រីក្រៅពីយប់នោះគឺជានាង ចាប់ហើយគេមិនអាចដឹងថាខ្ញុំជាមនុស្សស្រីកាលពីយប់នោះទេដឹងខ្ញុំធ្លាប់ជាអ្នកណាមកធ្លាប់មកសម្អាតនៅទីនេះ មែនហើយមនុស្សស្រីក្រៅពីយប់នោះគឺជាយៈឈិងមិនបានជាខ្ញុំទៅសងសាញនាងទៅវិញ បានចឹងខ្ញុំសុំលាទៅវិញសិនហើយណា ឈប់សិននេះយប់ទៅហើយទៅវិញក៏មិនសុវត្ថិភាពនាងដេកនៅទីនេះចុះ បានមែនទេខ្ញុំប្រចាំគេលើក្រែនេះបានមែនទេមិននៅកំណាញ់បើចាឲ្យមនុស្សស្រីមកគេលើសាឡុងទៅវិញកាលពីថ្ងៃមុនទៅបញ្ញាពេញក៏មិនបានមើលតែគេទៅក៏ពិតជាសង្ហាដែរតែក្លិនឈើក្រអូមនាងចង់ធ្វើអីមិនមកខ្ញុំជាអ្នកធ្វើទេគ្មានអីពាក់ព័ន្ធជាមួយខ្ញុំទេលោកសៀងវ៉ាន់នេះកាលពីយប់មិញនៅជាមួយស៊ឺនៀននេះនេះហ៊ានដាក់គូនដាក់ជាមួយយើងផងចាំមើលថាយើងនឹងចាត់ការនាងយ៉ាងម៉េច មិនបានជាឈឺក្បាលយ៉ាងនេះក្លិនឈើក្រអូមចម្លែកណាស់កាលពីយប់មិញនឹងបែរជាមានក្លិនឈើក្រអូមដូចជាកាលពីយប់នោះអញ្ចឹង នាយកលេងនៅបន្ទប់ពិសោធន៍មានរឿងហើយ បានលើមកថាការវិស័យត្រូវបានបរាជ័យធ្វើឲ្យវត្ថុធាតុដើមមានតម្លៃរបស់ក្រុមហ៊ុនត្រូវបានបំផ្លាញអស់តើជាអ្នកណាជាអ្នកធ្វើទេ លឺមកថានេះគឺជាអនាគតអ្នកស្រី មិនមែនជាអនាគតទេអ្នកបានចូលតាមសវជាមួយលោកនាយករួចហើយ មែនទេ អ្នកនៅប្រធានគឺវាជាអ្នកបំផ្លាញវត្ថុធាតុដើមទាំងនោះមើលតែបន្ទប់ពិសោធន៍ឡើងស្អុយមនុស្សដែលមិនបានចូលរៀនសាកលដូចជានាងនោះវាសំតែធ្វើជាអ្នកអនាម័យដែលបោះសម្បត្តិនៅក្រុមហ៊ុននោះទេនាងនៅចង់មកសម័យមកលីក្លិនទឹកអបការកោបធម្មជាតិបានផងអីអ្នកក៏និយាយប្រដៅនោះកាលពីយប់មិញរបស់អស់នេះគ្មានអីទេគឺមានគេលុបថាម៉ាស៊ីនចូលទៅក្នុងវាទៅបានជាអញ្ចឹងកាលពីយប់មិញមានតែនាងទេដែលដេកនៅទីនេះបើមិនមែននាងជាអ្នកធ្វើតើឲ្យអាណាគេជាអ្នកធ្វើទេលោកសៀងវ៉ាន់នាងពិតជាខ្លាំងធំណាស់កាលពីម្សិលមិញទៅតែឡើងតំណែងជាអ្នកលីទឹកអបទេនាងមិនអាចលីក្លិននោះចេញមកបានបើជាបំផ្លាញវាទៅវិញនេះតើគិតយ៉ាងម៉េចខ្ញុំអត់មានទេក្នុងនាមជាបុគ្គលិកបើជាមានកំណត់អក្សរចាំបំផ្លាញរបស់ទៅវិញក្នុងនាមយើងជាប្រធានគឺមិនអាចទៅមនុស្សដូចជានាងនៅក្នុងក្រុមហ៊ុនបានទេលីនេះឲ្យគេសងរកការខូចខាតទាំងអស់បន្ទាប់មកក៏ដេញក្បាលនាងចេញទេចាអ្នកនាងប្រធានចាទេយ៉ាងនិយាយថាយើងគ្មាននាងបើជាហ៊ានទៅឆាំផងនេះ មានរឿងអីហ្នឹង ស៊ឺនៀនគឺលូសៀងវ៉ាន់ម្នាក់នោះនាងបានធ្វើការពិសោធន៍បរាជ័យហើយនាងនៅបដិសេធមកទទួលខុសត្រូវទៀតនាងនៅចង់វាយគេអញទេមិនឲ្យលោកនាយង នាងគួរតែផ្ដល់ការបកស្រាយមួយដែលស័ក្តិសមឲ្យខ្ញុំ មកទុកបើជាយើងជាអ្នកបំផ្លាញវត្ថុធាតុដើមទាំងនោះតើវាយ៉ាងម៉េចស៊ឺនៀនគេនៅតែឆោតខាងយកដដែលទេលូសៀងវ៉ាន់នាងចាំតែមើលទេថានាងត្រូវគេតោះក្បាលចឹងយ៉ាងម៉េចខ្ញុំអាចបកស្រាយបានទីមួយរឿងទាំងនេះខ្ញុំមិនជាអ្នកធ្វើទេទីពីរខ្ញុំអាចសងវត្ថុធាតុដើមទាំងនេះបាននាងលេងសើស្អីបុគ្គលិកអនាម័យដែលមិនបានចូលរៀនដូចជានាងបើចង់អូនគេនោះចង់លេងសើក៏ត្រូវមានពេលកំណត់ដែរនាងអាចក៏មិនចេះដឹងនោះអ្នកក៏ជាក្លិនឈើក្រអូបដែលខ្ញុំនិយាយមកអាចក៏នៅក្នុងនេះគួរតែត្រូវយល់ហើយក៏អាចសាសំជាមួយក្លិននេះដែរលោកសៀងវ៉ាន់អ្នកក៏មកអាប់មុខនៅទីនេះលីនេះឆាប់ដេញក្បាលវាចឹងទេចាប់បាន ចប់សិន
ក្លិននេះមនុស្សស្រីការយប់នោះគឺជានាង លោកនាយកកុំឲ្យយើងបោកបានអីក្លិនឈើកអុបនោះគឺជាក្លិនក្រុមហ៊ុនយើងទៅទិញមកទេមិននឹងអាចថាវាជាអ្នកលេងទេ មែនណាមែនណាជាសម្រាប់គឺសម្រាប់ហ្នឹងមែនណា ក្រុមហ៊ុនក៏ទិញដែរមកតែ website ដែរលេខអ៊ីហាងគេបង្កើតឲ្យខ្ញុំនោះក៏អាចដកលុយបានដែរតែប៉ាជាល្អណាស់លូសៀងវ៉ាន់មកតែក្លិនឈើក្រអូបនេះគឺនាងលុយពីក្រុមហ៊ុនមកទេស៊ឺនៀនខ្ញុំគិតថាលូសៀងវ៉ាន់នេះជាមនុស្សមិនល្អទេចាប់ផ្ដើមលុយរបស់ហើយខ្ញុំថាគូតែដេញក្បាលនាងចេញទេមិនមែនទេខ្ញុំទៅលុយរបស់នោះធ្វើអីទេបើខ្ញុំទៅលុយយិនសិនវាមិនខ្លាចជាងទៅហើយទេថាតែខ្ញុំក៏បាននិយាយហើយខ្ញុំអាចសល់ក្លិនដើមវិញបានបើខ្ញុំសុំបានទេខ្ញុំនឹងចេញទៅខ្លួនឯងមិនចាំបាច់នាងដេញទេ បាននាងអាចលើក្លិននោះបានមកវិញមែនខ្ញុំមិនប្រកាន់រឿងចាស់ទេ យ៉ាសិនស៊ឺនៀន នាងមិនចាំបាច់ឲ្យទៅលុយក្លិនឈើក្រអូបនោះហើយខ្ញុំក៏ចង់ដឹងដែរថានាងអាចធ្វើចេញមកបានឬអត់ពេលធ្វើរួចទៅរាយការណ៍ប្រាប់ខ្ញុំ គ្មានបញ្ហានោះទេអ្នកក៏តានិយាយបានធ្វើបានទេឈប់សិនប្រធានចាំខ្ញុំផងស៊ឺនៀននេះមកនេះបានមកចូលចិត្តខ្ញុំធ្វើបែបនេះដាក់លូសៀងវ៉ាន់ទេសុំទោសផងតែខ្ញុំធ្វើបែបនេះក៏ដើម្បីក្រុមហ៊ុនដែរ មិនបានសួរបែបនេះ ខ្ញុំគិតថាខ្ញុំមិនសមជាមួយលោកទេរឿងការប្រយុទ្ធនោះគ្រាន់តែជាឧបទ្ទហេតុទេបើសិនជាលោកមិនស្រឡាញ់ខ្ញុំទេខ្ញុំក៏មិនតង់ទាមលោកដែរ គេគ្រាន់តែបុគ្គលិកទេនាងទើបជាអនាគតប្រពន្ធខ្ញុំនោះមុននេះខ្ញុំចាត់ការរឿងគ្រួសារខ្ញុំហើយខ្ញុំមិនសង្កេតថានាងនឹងប្រកាសរឿងយើងទាំងពីរទេ ខ្ញុំដឹងហើយបានចាំយប់នេះលោកអាចទៅញ៉ាំបាយនៅកន្លែងរបស់ខ្ញុំបានដែរទេបានចាំលោកនេះអ្នកស្រីលូសៀងវ៉ាន់ម្នាក់នោះគឺលុយរបស់ក្រុមហ៊ុនច្បាស់ណាស់នេះតែអ្នកស្រីចង់ដោះលែងវាទៅទាំងបែបនេះលេងពីពេលនេះតទៅយើងមិនចង់ឃើញវានៅក្រុមហ៊ុនទៀតទេចាក់បានអ្នកស្រីមានពេលអ្នកស្រីមួយម៉ាត់នេះខ្ញុំក៏នឹងទាត់ក្បាលវាចេញពីទីនេះឲ្យបានត្រូវហើយអាចក៏ទៅយកទឹកអប់ក្លិនឈើកអុបនោះយកមកឲ្យជិញយប់នេះយើងត្រូវការប្រើវិញ ក្លិននេះឆិនហឹងអញជឿលើអារម្មណ៍មនុស្សម្នាក់ដែរទេខ្សែដៃនោះជារបស់យេឈិងឈិងតែយើងបែរជាមានអារម្មណ៍ថាស្រីកាលប្រយុទ្ធនោះគឺជាអ្នកផ្សេង សម័យអីហើយក៏ត្រូវមើលលើផតតាំងដែរបើសិនជាខ្សែដៃនោះជាផតតាំងអញ្ចឹងតាមមានរបស់អីអាចបញ្ជាក់បាននោះអញ្ចឹងបានន័យថាខ្សែដៃនោះជាមួយនឹងមនុស្សនោះវាគឺជាការពិតហើយ មើលទៅប្រហែលយើងកិច្ចច្រើនពេកហើយត្រាស់ហើយមនុស្សស្រីដែលរៀបការជាមួយយើងនោះអញស៊ើបដឹងហើយនៅ ទេឈិនស៊ីវរងនាងពិតជាលះបង់មែននាងបានលាក់ថាគេនោះជាណាស់ឡើងចិត្តតែម្ដងមើលទៅនាងប្រកាសជាមានកម្រិតការធំអីហើយ យើងមិនខ្វល់ថានាងមានកម្រងអីទេឬមួយក៏ស្រីម្នាក់នោះជាណាស់ទេយើងនឹងលែងលះនាងឲ្យបានទៅរកមេធាវីមកយើងចង់ធ្វើឯកសារលែងលះ បានត្រូវហៅលោកនាយកលើឋានៈប្រុសអីហឹងគាត់មានសង្សារហើយ អាឡឺនោះមិនចូលចិត្តមនុស្សស្រីតាំងពីតូចមកមិនដឹងថាស្រីណាអាចឲ្យវាលងបានទេទៅស៊ើបមើល បាន ណាទីបំផុតធ្វើដូចដើមបានវិញហើយលុយនេះគឺពិតជាពិបាករកមែនឥឡូវលេងអីហឹងលើថាក្លិនឈើក្រអូបដែលយើងមកកាត់ឡើងនោះលោកដាច់ណាស់មិនបានជាយើងមិនដឹងចឹងយើងឲ្យពេលវេលាឯង30នាទីឆាប់ផ្ទៃឯកសារលោកដូននោះយកមកឲ្យយើងមើលភ្លាម មិនចាំបាច់កន្លះម៉ោងទេ10នាទីគ្រប់គ្រាន់ហើយអស់ត្រូវហើយលើថាអញធ្វើការនៅក្រុមហ៊ុនលេងស៊ឺមែនទេក៏ល្អដែរចាំយើងណែនាំបងប្រុសយើងឯងស្មោះគាត់ជាមនុស្សសង្ខារណាមានលុយហើយស្មោះទៀតអាឡូ មនុស្សសង្ហាមានលុយហើយស្មាស់ទីនវាពិតជាចម្លែកណាស់ លែងយីហឹង ត្រូវចាប់បានទៀតហើយសួស្ដីបងប្រុស អាឡឺដៃនេះទីបំផុតព្រមចេញមកហើយខានជួបគ្នាយូរហើយឯងតាណាហ្នឹង បងប្រុសក៏ដឹងដែរថាមកជំនួយក្រុមហ៊ុនពួកយើងធ្វើការដល់យំអត់ត្រូវហើយខ្ញុំលើមកនិយាយថាបងគឺបានរៀបការហើយហើយចូលណាបងខ្លាចខ្ញុំនោះ ឯងនៅនិយាយទៀតមកឯងចំណាយរកមកទេមិនយូរគង់តែលែងទេ បាទនេះគឺត្រូវហើយខ្ញុំប្រាប់បងខ្ញុំគឺមានមិត្តល្អម្នាក់ជាមនុស្សច្រឡោះចាំមកក៏បកាយនាងធ្វើការនៅក្រុមហ៊ុនបងនឹងហើយចាំខ្ញុំនឹងណែនាំឲ្យបងស្គាល់បងចង់ស្គាល់ដែរទេ ចាំមកពូកែយ៉ាងម៉េចពេលនេះឯងរកបានសងសាក់ពិតជាអឺមែន អូយគឺពិតជាឈឺណាស់បងនេះគឺពិតជាហឹង្សាមែនបាទបងនៅតែបាត់នេះខ្ញុំមិនណែនាំឲ្យខ្ញុំឲ្យបងស្គាល់នោះទេ លោកថាកែងរបស់ទាំងនោះខ្ញុំបានមកកាត់មកវិញអស់ហើយ វ៉ាន់ លេងអីហឹងមកឯងនៅទីនេះ បងណែនាំឲ្យស្គាល់បងយូរអីជាមនុស្សសង្ខារមានលុយហើយស្មោះ គឺលោកនាយកគេនិយាយប្រាស់ទីពួកយើងមានការទៅសិនហើយហ្នឹង ពីរនាក់នេះមិនបានជាស្និទ្ធស្នាលគ្នាម្ល៉េះ លោកនាយកសើបានមកហើយសង្សារអ្នកប្រុសអ៊ីហឹងគឺជាលូសៀងវ៉ាន់គឺជាបុគ្គលិកផ្នែកលាតកមកថ្មីនោះ ថាម៉េចនេះជាសង្សាររបស់លែងអីហឹងហ៎ពិតជាស្រីមានគំនិតមិនល្អមែន ហើយចឹងឯងទិញឲ្យយើងអាជ្រួញអស់ហើយ ឯងមកនិយាយទៀតបងអាចជានាយកក្រុមហ៊ុនលេងស៊ឺប៉ុណ្ណាប៉ុណ្ណេះមកឯងមិនប្រាប់ទេ ឯងក៏មិនប្រាប់យើងដែរ យើងគឺមិនទេហើយថ្ងៃក្រោយក៏មិនណែនាំមហាសេដ្ឋីភាគខាងលេងភាគខាងកើនឬក៏មកពីស្រុកស្រីណៃមកអី ហើយតែយ៉ាងម៉េចយើងគិតថាឯងស្អាតចិត្តល្អមានចំបកាយមានកន្លែងណាដែលមិនសមជាមួយនឹងបងប្រុស បាន យើង បាននិយាយសាច់ការទិញឯងដាក់បញ្ជីនោះ ណែយ៉ាងម៉េចគ្រាន់តែយើងចង់ឲ្យឯងធ្វើជាបងថ្លៃយើងនោះទេ នេះតែប្រហែលថ្ងៃសិនក៏អាចមានលុយបានច្រើនដល់ម្លឹងហើយមកតែមិនយល់ទេយើងប្រកាសជាមានជាងបាននយោបាយឯងហើយ នេះនៅចាញ់ឆ្ងាយណានេះកុំតែបានយើងជាអ្នកគ្រប់គ្រងល្អទេអញមិនគិតចង់អរគុណយើងបន្តិចទេមែនទេ បានចឹងយើងក៏អរវត្តឯងនៅស្អែកនេះពេលព្រឹងឡើងទៅភ្នំហោះស៊ីនតែបើការស្មាជាមួយយើងទៅល្អ ល្អណាស់យើងលើថាពេលតែលេងនៅភ្នំហូននោះពិតជាស្អាតណាស់ស័ក្តិសមជាមួយនឹងគូស្នេហ៍ទៅមើល ស្អែកនេះពេលព្រឹកឡើងម៉ោង4ពួកយើងនឹងងើបមកហើយនេះក៏អាចមើលឃើញបានហើយនៅភ្នំហួយលូសៀងវ៉ាន់យើងរំស្ជោបបាច់ទាត់ក្បាលឯងចេញពីក្រុមហ៊ុនបានហើយ
ស៊ឺនៀននៅថ្ងៃនេះខ្ញុំបានលាបក្លិនឈើកោបដែលលោកចូលចិនលោកក៏សាមហាត់ឡងមើលទិញហាត់អីបានជាខ្ញុំតំណែងនាងទៅវិញ នេះតើហេតុអីទិញ ពេលនេះខ្ញុំមានគ្រួសារហើយចាំពេលខ្ញុំលែងលះហើយចាំខ្ញុំរៀបការជាមួយនាង លេងស៊ឺនៀនមកទៅលូស៊ឺវ៉ាន់អញហេតុអីក៏យើងមិនអាចនោះលូស៊ឺវ៉ាន់យើងនឹងមិនដោះលែងអញទេយើងនឹងមិនដោះលែងអញទេមិនកំណាញ់បើចាឲ្យមនុស្សស្រីមកគេលើសាឡុងទៅវិញ នេះបើមាននាងណាយើងនឹងដេកលក់មែនទេ លោកនាយកសើបានអស់ហើយសងសានអ្នកប្រុសអ៊ីហឹងគឺជាលូសៀងវ៉ាន់គឺជាបុគ្គលិកផ្នែកលាតកមកថ្មីតើឡើងភ្នំហូរជាមួយវ៉ាន់ទៅបេះផ្កាស្មៅមើលថ្ងៃរះ មិនបានជាអាចចង្រៃនោះនៅតាមម៉ាទីនអីលេខអីហឹងអញមកហើយអីលេខអីហឹងអញមកហើយអីលោកនាយកមិនបានជាលោកមិនចឹងអាណាលេខអីហឹងនោះ ខ្ញុំគឺមកមើលនាងបេះផ្កាស្មៅនោះនាងត្រូវដឹងថាការប្រកាសផលិតផលថ្មីនោះសំខាន់ចំពោះក្រុមហ៊ុនណា មកឡើងភ្នំពីអាក្រសីអីទេពិតជាប៉ិនសម្ដែងមែនអីលោកមិនចាំលេខអីហឹងទេ កុំមករំលឹកប្រុសស្រីនៅចំពោះមុខខ្ញុំអីសោះ គេមិនចាំលោកប្រយណាខ្ញុំនិយាយថាគេជាមិត្តស្និទ្ធរបស់ខ្ញុំទេ សំដែងទៅមិត្តចិត្តស្និទ្ធស្អីកាន់ដៃគ្នានោះ ហ៊ូយនាងលូសៀងវ៉ាន់នោះនៅមកមិត្តមកទៀតអុយមិនដឹងជារកកន្លែងឈួតឡាប់អីទេចាំមើលបន្តិចទៀតយើងនឹងចាត់ការឯងយ៉ាងម៉េចអូយស្មាចាក់គូន ខ្ញុំប្រាប់នាងខ្ញុំដកដង្ហើមមកដល់គ្នាមិនមែនខ្ញុំចាស់ទេគឺមកពីខ្ញុំអង្គុយក្នុងបន្ទប់ធ្វើការយូរពេក ខ្ញុំដឹងហើយពាក្យនេះលោកនិយាយឡើង800ដងហើយលបងធំមិនមែនទេខ្ញុំចាំអត់ថាការប្រយុទ្ធនោះលោកដូចជាមានសាច់ដុំ8កាំងអារ៉ាមួយនោះ លូសៀងវ៉ាន់មិនបានជានាងដឹងថាខ្ញុំមានសាច់ដុំ8កង់អញ្ចឹង លោកគឺជានាយកក្រុមហ៊ុននៅក្នុងប្រឡំលោកមិនមែនសតតែមានសាច់ដុំ8កាំងទេហើយមួយមិនមែនលោកគ្មានទីដឹងឈប់សិនណាខាងនោះមានសម្បុកខ្មុំពួកយើងទៅខាងនោះវិញទេ នាងគ្រាន់តែហាត់ក៏ដឹងថាទីណាមានសម្បុកខ្មុំអញ្ចឹងហ៎ មិនលោកមិនជិះក៏ទៅមើលខ្លួនឯងទេអូយទៅខុសហើយខ្លាញ់ទៅផ្លូវនោះបាត់ទៅមិនអញ្ចឹងឯងលោកសៀងវ៉ាន់គឺជាឯងទៀតហើយនេះគឺជាសម្បុកខ្មុំដែលយើងខំរមមកទាំងលំបាកហ្នឹងមកថ្លៃណាស់ខ្មុំអើយហើយក៏មកតាមយើងអី ពូកែ ដល់មកតាមលបងមកធានាថាឡើងលើភ្នំដោយសុវត្ថិភាពប្រៃមកកោបេះដូងរបស់ខ្ញុំលូតញាប់យ៉ាងនេះ នឹងមិនអីទេ មិនអីទេបេះដូងមកលូតញាប់ទេពួកយ៉ាងតែទេ យ៉ាងម៉េចហ្នឹង មានសត្វអសេរពឹង ថាម៉េចអញ្ចឹងឆាប់រត់ទៅ ឡើងតាន់ពេលហើយលោកសៀងវ៉ាន់យើងចាំមើលថាលើកនេះនាងនៅអាចសំណាងល្អទៀតដែរទេ អើយមេពូ លោកនាយកលោកមកទៅគេដូចជាខ្លាចហ្នឹង ខ្ញុំកំពុងតែការពារនាងទេ បានចាំលោកចោះទេខ្ញុំខ្លាចថាខ្ញុំនឹងទម្លាក់លោកចោលទេ ទេពូច្រើនណាស់ខ្ញុំមិនចោះទេ នៅក្នុងកាបូបខ្ញុំមានខ្ទឹម ខ្ទឹមអីទៅមួយនេះហ៎ ឆាប់បោះទេ
ជាខ្ទឹមអីទៅវាបានជាពូកែយ៉ាងនេះ ជាខ្ទឹមដែលជ្រុលជាមួយក្លិនឈឺពូខ្លារបស់នេះជាងគេហើយអញ្ចឹងហេតុនេះលោកនាយកអាចចុះបានហើយនេះ ខ្ញុំកំពុងតែការពារនឹងទេនឹងមិនអីទេអញ្ចឹងខ្ញុំឡើងភ្នំមុនហើយ មកតែលោកនេះគឺបច្ចេកទេសបានល្អមែនជួយខ្ញុំផងមកតែនៅចំការឆ្នាំសៀនហើយអត់តពួកយើងយកទឹកដុំវាទេក្លិនកាស្មាក្អប់នោះគិតស្វាបានសម្រេចពេលកណ្ដាលហើយ ខ្លួននេះពិតជាស្រស់ស្រាយមែនពិតជាធ្វើឲ្យអារម្មណ៍ល្អមែនយ៉ាងម៉េចហើយចាញ់ឈាមហើយ មិនអីទេខ្ញុំ បានហើយលេងឈាមហើយមិនបានជាមុខនេះក្រហមយ៉ាងនេះនឹងក្តៅខ្លួនហើយ ខ្ញុំអត់អីទេជាផ្កាកូទីនយកបានទឹកសន្សំពេលព្រឹកហើយបែបនេះខ្លះទឹកអបការស្មារតីរបស់ពួកយើងនឹងកាន់តែសតទៅហើយលោកនាយកមកនោះទេស្អាតណាស់ គឺស្អាតមែនតែប្រៀបជាមួយថ្ងៃលិចនៅប្រទេសអាឡាស្កាជាមួយអូរ៉ូរ៉ានៅប្រទេសស្វីសមិនបានទេ បច្ចុប្បន្នភីមានបានមែនលោកនាយកលោកមកកាត់ថាបុគ្គលិកដូចជាខ្ញុំនេះបានជួយលោកទេខ្ញុំមកជួយលោកធ្វើការថែមមកជួយលោកគេពីសបុកខ្មុំហើយនៅជួយលោកដេញពោះទៀនហើយនៅនាំលោកមកទស្សនវិជ្ជាស្អាតបាននេះទៀនបានចាស់ហេតុនេះប្រាក់ខែខ្ញុំនៅរដូវកាលនេះគឺបច្ចៈអញ ប្រកាសហើយបុគ្គលិកល្អត្រូវថែមលុយឲ្យហើយចាំថែមលុយឲ្យនាង100យ៉ាងម៉េចតិចពេក ថាមិនតិចដែរតែខ្ញុំបាក់ពួកឲ្យគេនោះក៏អាចបានលុយ100នឹងដែរសមមកដល់ប្រពន្ធមិនបាននោះ នឹងនិយាយថាម៉េច គឺខ្ញុំនិយាយថាមិនបានជាខ្ញុំរត់ដល់ទឹកមិនឃើញអញ្ចឹងឃើញហើយគឺនៅទីនេះលោកស្រីទឹកអី ខ្ញុំមិនស្រីទេ បានចាំលោកមកខ្ញុំផឹកធ្វើអីលោកយករបស់ខ្ញុំផឹកទេ ខ្ញុំរៀងស្រីតិចមែន លោកផឹកច្រើនទេខ្ញុំហាត់ក្លិនមកថានៅក្បែរនេះគឺមានទឹកអូ ពេលនេះខ្ញុំជឿហើយថានឹងអាចហាត់ក្លិនដឹង100មុខនោះ លោកប្រកាសច្បាស់នឹងហើយខ្ញុំអាចហាត់ក្លិនដើមឈើណាក្លិនផ្កានៅអាចហាត់ក្លិនមនុស្សបានទៀត ហាត់ក្លិនមនុស្សដឹងហ៎ នៅលើខ្លួនរបស់មនុស្សគ្រប់រូបគឺមានក្លិនដូចគ្នាទេគ្រាន់តែមនុស្សធម្មតាហាត់មិនដឹងនឹងឯង អញ្ចឹងនាងហៅទៅមើលលើខ្លួនខ្ញុំមានក្លិនអីទៅ ជាក្លិនបាយមូសៀង ក្លិនបាយមូសៀងហ៎ ក្លិននោះរឿងក្បាលដូចយកទៅចិត្តខ្លួនឯងគ្មានទឹកចិនខ្ញុំចង់និយាយថាលោកឆ្លាតពូកែក្លាហានហើយនៅច្រឡោទៀតថាក្លិននេះបច្ចុប្បន្នជាមួយនឹងក្លិនតាមមូសៀងគឺបច្ចុប្បន្នគ្នាហ្នឹង នាងគឺបានន័យថាខ្ញុំសំជាមួយនាងអញ្ចឹងហ៎ លោកក៏មិនទេខ្ញុំមិនបាននិយាយបែបហ្នឹងទេ ក្លិននៅលើខ្លួននាងពិតជាក្រអូបណាស់ លោកនាយកមិនមែនចង់ថាខ្ញុំទេមែនទេគេពិតជាសង្ហាហ្នឹងតើនាយកសង្ហាបែបនេះថែមគេពិតជាសំណាំអំឡែងហ្នឹងលោកនាយកមិនមែនចង់ថាខ្ញុំទេមែនទេគេពិតជាសង្ហាហ្នឹងតើនាយកសង្ហាបែបនេះថែមគេពិតជាសំណាំអំឡែងហ្នឹងមិនមែនទេមកគេលោកកាន់លើខ្ញុំចឹងឆាប់ដល់ខ្លួនឡើង លូសៀងវ៉ាន់នឹងមិនអីទេលូសៀងវ៉ាន់នឹងមិនអីទេ លោកបាននិយាយទៀតលោកមិនដេកគ្រប់លោកខ្ញុំឡើង8ម៉ោងទៅហើយចាំតិចទៀតខ្ញុំមកជម្រាបវិជាជាមួយលោក នាងតាណានឹង បន្ទប់តាំងហើយគឺបច្ចុប្បន្នខ្លួនហ្នឹងគេក៏ជានាយកបណ្ណាប៉ុណ្ណេះគេថាដូចក៏ដូចអញ្ចឹងឯងមកដេកកាន់លើយើងដល់តែ8ម៉ោងបញ្ជីនេះត្រូវតែគិតជាមួយគេប្រាប់ប្រចាំរដូវកាលយ៉ាងណាក៏ត្រូវតែថែមសូនឲ្យមួយទីពីក្រោយដែរ នៅលើភ្នំបាយជាមានស្រីស្អាតផងគ្រាន់តែខ្ពស់បន្តិចខ្ពស់មិនល្អទេយើងចូលចិត្តខ្ពស់ចឹងឯង ពួកអាចណាទេ យើងជាប្តីនាងជាមនុស្សស្រីមកលើភ្នំតែឯងមិនមែនមកចាំប្រុសមកលេងជាមួយទេហើយ ចឹងទេអាខ្លះមិនឡាត្រឹម ក្លិនបន្លែត្រាំហ៎ទឹកអប់យើងបាញ់នោះគឺជាទឹកអប់បុរាណបង្ហាញឲ្យសង្ហាបន្តិចទៀតនឹងដឹងថាក៏អប់ឬក៏អត់នឹងស្រីចំណៃចាំមើលយើងនឹងចាត់ការនេះយ៉ាងម៉េច ជួយផងឡើងទៅជួយខ្ញុំផង ឡើងយើងភ្លាមទៅអាយជាណាហ៊ានមកបំផ្លាញរឿងល្អយើងផងអើយអាយជាណាយើងប្រាប់ឯងយកចេះក្បាច់គុណអុយ បាននឹងមិនអីទេជំនាញរបស់ហើយចាំខ្ញុំអ៊ីវនឹងចុះពីលើភ្នំ តាមកាពិនកាក៏ចំណូលល្អដែរ ចាំខ្ញុំនៅទីនេះហើយអាឡូគ្រូប៉ែតឈិនកូនចៅខ្ញុំនឹងត្រូវរបួសហើយលោកមកផ្ទះចាំមើលរបួសនឹងតិចមក លោកនាយកលោកនិយាយថាកូនចៅលោកនៅផ្ទះចាស់អញ្ចឹងចាំខ្ញុំបាយហើយចាំខ្ញុំទៅ ខ្ញុំគឺចង់ឲ្យលោកមកដល់ទីនេះភ្លាមបើក្នុងពេល10នាទីលោកមកមិនទាន់ដល់ទេលោកក៏លីឈប់ភ្លាមទៅជំនួយកាច់ឈិនអញទៅស៊ើបមើលថាពួកនៅលើភ្នំនោះវាជាណាទៅហើយណាជាអ្នកបញ្ជាវាមក ហ
ហើយចឹងស្រីសាររបស់យើងនៅថ្ងៃនោះយើងពិតជាដាក់មករោមែនប៉ុន្តែមិនដឹងថាចង្រៃណាជាអ្នកបាត់បង់រោរបស់យើងនោះទេ តែណាបានហើយពេលនេះជើរបស់យើងលេខអីហើយ យ៉ាងម៉េចដែរស្នាដៃយើងមិនអន់ទេមែនទេយើងប្រាប់ឯងយើងមកប្រាស្នាដៃនេះតែញ៉ាំប្រុសសាច់ដុំបានបន្តិចនោះទេ នេះឯងមិនមែនចង់គេតបលើក្រែទេមែនទេ ហើយយ៉ាឯង ឯងមកយើងធ្វើស្អី យើងវាយឲ្យទៅយ៉ាងម៉េច ឯងសាមើលទេជើងយើងមានរបួសស្រាប់ហើយគេមកពីអញនឹងហើយជាអ្នកមកទៅជាមួយយើងនោះហើយអញធ្វើស្អីនឹងអញមកយើងផងអី មុននេះនៅស្រែកថាឈឺពេលនេះបែរជាមកនិយាយលេងសើចជាមួយបងយើងទៅវិញ អាឡូស៊ឺនីនតាមពិតខ្ញុំចង់ធ្វើម្ហូបដែលលោកចូលចិត្តញ៉ាំទេប៉ុន្តែខ្ញុំមុននេះបានមុតដៃហើយលោកអាចមកមើលដៃខ្ញុំតិចបានទេខ្ញុំពិតជាឈឺដៃនឹង បានពេលនេះខ្ញុំនឹងទៅភ្លាម ចាប់បានខ្ញុំនឹងចាំលោកអាឡូសួស្ដីថាម៉េចប្រដេរបស់ខ្ញុំដាក់ខ្ញុំមិនអាចឃើញមុខនោះគេក្បត់ខ្ញុំហើយអីប្រដេរបស់ខ្ញុំដាក់ខ្ញុំមិនអាចឃើញមុខនោះគេក្បត់ខ្ញុំហើយអីណែណាទេចាប់បាន ឯងលីបការហើយអីនៅត្រូវគេក្បត់ទៀត មែនហើយលោកសឺឆាំងអាកញ្ចានោះដើម្បីលើកមកជាមួយលោកយើងអាតែនោះគឺពិតជាព្រិតពេកហើយម៉ែអើយតែតារីការបស់ម៉ាក់ហើយសិនក៏ក្បត់យើងបាត់ទៅហើយតែចាប់វាជាមួយគ្នាទេ ឡង ស៊ឺនីនអ្នកខ្ញុំរំខានលោកធ្វើការខាងមែនទេមកនេះខ្ញុំជឿពេកហើយនេះមកจากខ្ញុំទៅលោកនោះលើការខ្ញុំឡើងហ៊ានទៅលោកហើយ មិនអីទេរបួសមិនជ្រៅទេយកបងបាត់ទៅកន្លែងអីហើយអាហារពេលយប់ឲ្យគេរៀបចំទៅបានហើយ តែលោកនោះគេលោកញ៉ាំបាយនៅទីនេះហើយអញ្ចឹងពេលនេះខ្ញុំនឹងឲ្យគេរៀបចំភ្លាមនេះឯងប្រាប់ថាមែនទេថាប្តីឯងណាស់លោកស្រីមិននៅទីនេះនោះ មកដាក់ខោនោះអីនេះគឺជាទីតាំងដល់មកតរបស់គេផ្ញើមើលមកគោលការណ៍គ្រូសាលេងមិនបានជោគជ័យឲ្យទៅលូសៀងវ៉ាន់គេថតរូបលេងស៊ឺនីនដែលគេក្បត់បាននោះអញ្ចឹងតំណែងគេនោះតគេអង្គុយលេងបានយូរទៀតដែរ ម៉ាក់ចុងនេះពិតជាអាក្រក់មែនប៉ុន្តែមិនបានជាប្រូហ្វាននេះស្តីនឹងម៉ាក់របស់យើងយ៉ាងនេះសូម្បីតែភាពអាក្រក់នេះក៏ដូចជាម៉ាក់របស់យើងដែរ តែឆាប់ទេតែសម្រាប់គេមិនឲ្យដកដៃបានទេ ខ្ញុំចាត់ហើយខ្ញុំប្រទះ ស៊ឺ តាម នីន វិញហើយ លោកញ៉ាំតែបន្តិចនេះទេមិនចឹងលោកញ៉ាំមួយថ្ងៃដែលលោកចូលចិត្តនេះទេខ្ញុំធ្វើដល់តដែរចាំពេលលោកញ៉ាំហើយចាំទៅក៏បានដែរនឹងបងអញផ្លាច់ឈើដែលលោកចូលចិត្តបានមកដល់ហើយស៊ឺនីនសុំតើខ្ញុំគ្មានចេតនាទេយើងបានលើសម្លេងស្រីនោះហើយបន្តិចទៀតយើងទៅធ្វើចូលទេអញទៅវាយវាទេហាក៏កុំភ្លេចថតរូបវាផងយើងចាប់ផ្ដើមរកពី3ដល់1មិនចឹងលោកទៅទឹកដោះខៅសិនទេចាំខ្ញុំឲ្យមីងអស់សម្ងួតខៅឲ្យលោកមិនយូរទេក៏មិនរំខានលោកយូរដែរ2បានចឹងខ្ញុំទៅយកកន្សែងឲ្យលោក3យ៉ាអាប្រុសព្រិនអញឲ្យជីវិតមក អាប្រុសព្រៀនអញឲ្យជីវិតមក លោកនាយងមិនមកជាលោកណាទីនេះ បងធំ មិនបានជាពួកឯងមកទីនេះអញ្ចឹង ពួកចេងគឺពួកចេង ទ្វារនេះ20ម៉ឺន 20ម៉ឺននេះពួកយើងមករកឆ្កែទីក៏បាច់ជាមិនឃើញមកតែវាមិននៅទីនេះទីបានចាំពួកយើងតែសិនហើយហ្នឹង អើជាងនេះមិនអីទេហ៎ ស៊ឺនីនកន្សែងមកហើយនេះតាធ្វើយ៉ាងម៉េចហ្នឹង ឆ្មាបង មុននេះមិនបានជាអញរត់លឿនយ៉ាងនេះ បើសិនជាមិនរុនពួកយើងប្រកាសជាត្រូវសងលើ20ម៉ឺនខានទី អញ្ចឹងមុននេះមិនបានជាអញមិនស៊ូគេច្បាស់ទៅថាមិនត្រូវបងប្រុសយើងជាប្តីរបស់ឯងទេដឹង ខ្ញុំក៏មិនអាចទី អញ្ចឹងតាប្តីអញគឺជានរណាទៅ តាមពិតយើងក៏មិនដឹងដែរ ថាម៉េចសូម្បីតែប្តីអញគឺជានរណាក៏ឯងមិនដឹងដែរថាម៉េចសូម្បីតែប្តីអញគឺជានរណាក៏ឯងមិនដឹងដែរអញ្ចឹងពួកយើងចាប់កំហុសគេបានយ៉ាងម៉េចទៅ មកក៏ការនេះមិនជាអ្នករៃណាយើងក៏មិនដឹងដែរថាមករបស់គេបែបណានោះ អញ្ចឹងកាយអញមានលិខិតអីតាមសិវិលមិនអញ្ចឹង តែមកនៅកណ្ដាលប៉ាយើងទីក៏មិនឲ្យយើងខ្លាចយើងលេងគ្នា អញ្ចឹងឯងផ្ញើសារទៅប្រាប់ម៉ាក់ចុងនោះទេឲ្យគេផ្ញើរូបមើល ហើយយ៉ាងឯងនេះពិតជាឆ្លាតមែនខូក្បាលគេល្អតែមិនដឹង ថាតែមើលប្តីរបស់ឯងមិនមែនជាមនុស្សក្បាលពោះធំត្រជាធំហើយក៏ជាមនុស្សគួរឲ្យជ្រេញឡើងរលួយទៀតដឹងអី ប្រកាសហើយថាមិនត្រូវនៅក្បាលតំពេងសំណាង9ទីន អាឡូ ថតរូបគេក្បាត់បានហើយហ្នឹង មិនបានជាសម្លេងនេះដូចជាសម្លេងរបស់ម៉ាក់យើងយ៉ាងនេះ អ្នកមីងគឺអាចផ្ញើរូបថតឲ្យខ្ញុំមើលមួយបានទី ចាំមើលទៅបងប្រុសយើងកំពុងតែឲ្យគ្នាជាមួយស្រីស៊ីនោះហើយ អាឡូជាសម្លេងរបស់អ៊ីហឹងមែនទីអាឡូគឺជាលោកនាយងជាមួយនឹងប្រធានយី ប្រធានយីអីអញ្ចឹងគេប្រកាសជាបងខ្លាចថ្មីយើងហើយ ពួកគេរៀបការហើយអី មែនហើយលើម៉ាក់យើងនិយាយអញ្ចឹងមើលពួកគេបានហាងជាមួយគ្នាទៅមិនស្មានថាធម្មតាបងប្រុសយើងរក្សាខ្លួនណាប៉ុន្តែនៅស្ងាត់ស្ងៀមវិញបើជាសាហាវយ៉ាងនេះនេះបើជានៅមាត់បង្អួចផងអី នេះក៏ពិតជាចាំមែន
ប្រកាសជាម៉ែចង់នោះផ្ញើលោកមកហើយ ណាទីបំផុតដឹងថាមនុស្សចង្រៃនោះគឺជានរណាគេហើយសំណាងហើយដែលយើងឲ្យលីនីងត្រឹមទឹកអបតានមូសែងឲ្យយើងនោះលើកនេះយើងប្រើឡើងអពី10ឯនោះចាំមើលថាយើងនៅតែមិនអាចយកលោកបានទៀតអីសឺនៀននៅយប់នេះតើលោកអាចនៅទីនេះកំដរខ្ញុំបានដែរទេថាម៉េច សឺនៀនតើនៅយប់នេះលោកអាចនៅកំដរខ្ញុំបានទេ មិនបានទេ ហេតុអីការប្រយុទ្ធនោះបានអញ្ចឹងមិនបានជាលោកច្រាំខ្ញុំចឹងអញ្ចឹង ខ្ញុំទទួលខុសត្រូវចំពោះនាងតែខ្ញុំមិនបានក្បត់ប្រពន្ធខ្ញុំក្នុងពេលរៀបការ តែ ទេ ម្នាក់នោះគ្រាន់តែជាឧបករណ៍រៀបការជាមួយលោកទេ មិនថាយ៉ាងណាទេនាងក៏មានឈ្មោះជាប្រពន្ធខ្ញុំដែរចាំពេលខ្ញុំចាត់ការរឿងគ្រួសារហើយចាំខ្ញុំទទួលខុសត្រូវចំពោះនាង មកតែមានតែយើងរកមនុស្សដែលរៀបការជាមួយគេអត់ឃើញហើយក៏បង្ខំឲ្យពួកគេឡើងគ្នាទេ ថាម៉េចវ៉ាន់មិននឹកស្មានថាសារបែបនេះសោះឯងនេះមិនមែន អត់មានទេឯងក៏និយាយប្រដេះប្រដាស់ហ្នឹង បើសិនជាអញចង់បានបែបនោះក៏មករកយើងមកនៅក្នុងដៃយើងសុទ្ធតែជារបស់ល្អ យើងបាននិយាយថាអត់មានទេ ហើយយ៉ាឈប់មើលទៅពួកគេកំពុងតែសប្បាយជាមួយគ្នាហើយ ប៉ាត់ជាបិសាចព្រានមែន ឯងនិយាយថានរណាគេជាព្រាននោះ ជាឆ្កែមួយក្បាលជាឆ្កែពេលកម្មមួយក្បាលតើកន្លែងដែរឯងនិយាយថាសបាញ់នោះ ឯងមិនចាប់អារម្មណ៍គេទេ ចាំបានខ្មោចយកស្អីតើដើរលេងវិញលោកនាយកឆាប់មកតែគឺពិតជាស្អាតណាស់ ជាក្លិនតានមួយសៀងដូចគ្នាមិនបានជាខុសគ្នាឆ្ងាយម្ល៉េះម្នាក់ទៀតធ្វើឲ្យយើងមានអារម្មណ៍ថាស្អំម្នាក់ទៀតបានជាធ្វើឲ្យយើងមានអារម្មណ៍ថាស្ងប់ទៅវិញហើយអាចគេងលក់ដោយស្កប់ស្កល់ នាយកលេងលោកគឺបានន័យថាលោកគេយកហើយអី គេងលក់ទល់ភ្លឺកាលពីពេលយប់នោះយើងគេងលក់ស្កប់ស្កល់ណាឬមួយក៏មនុស្សស្រីកាលពីយប់នោះគឺជាលូសៀងវ៉ានមែន នាយកលេងអញ្ចឹងពេលនេះពួកយើងទៅណាទេ ទៅរកមើលលូសៀងវ៉ានអ្នកណាយើងចង់ជួបនាងភ្លាម មកសម្លាញ់យប់នេះមិនស្វឹងមិនទៅវិញទេ យ៉ាងនិយាយហើយថាយើងមិនផឹកស្រានៅទីនេះទេ ហើយយ៉ាដូនតាខ្ញុំមើលអ្នកណាគេមកទីនេះមិនផឹកស្រាទេ អញមិនដឹងទេថាយើងផឹកអាននៅពេលដែលផឹកស្វឹងហើយងាយមានរឿងណា អាចមានរឿងអីទេក្រៅកាលពីលើកមុនពួកយើងផឹកនៅកន្លែងសាច់អាំងនោះមានអីណា អញមិននិយាយទេកាលពីលើកមុនផឹកជាមួយឯងយ៉ាងហើយមកជាយើងទៅដេកជាមួយបងប្រុសឯងហ្នឹង យើងគ្រាន់តែគិតថាអញមកក្លឹបជាលើកដំបូងក៏ចង់ឲ្យរង្វាន់អញបន្តិចមើលទៅស្រាតម្លៃ 100000 នេះប្រហែលជាត្រូវបើកចោលហើយគ្មានអាណាផឹកទេ តម្លៃ 100000 តាមកាពិនក៏អាចសាក់បានដែរ លេងអីហឹងតើអញឲ្យលុយយើងមួយលីនក៏យើងផឹកឡើងទៅរួចដែរ ឯងនេះគឺពិតជាលេងរួចឆាមែនទេ នៅមានទៀតមានអាសមាជាងនេះទៅទៀតណាឯង រីករាយសួស្ដីព្រះនាងទាំងពីរ លេងអីហឹងនេះឯងឲ្យកាដូខ្លួនឯងទៀតដឹងអី បែបនេះមិនពេញចិត្តទេបានអញ្ចឹងថែម10នាក់ទៀតមក ហើយបានហើយបានហើយ បានលឺហើយនៅមិនឆាប់បំរើមិត្តភ័ក្តិរបស់យើងទៀតទេ អត់នោះទេមិនចាំបាច់ទេមិនចាំបាច់ទេ មិនបាច់ទេមិនបាច់ទេអាលេងអីហឹងនេះឯងបានមនុស្សប្រុសភ្លេចមិនអញ្ចឹងអីយ៉ាងចូលជាមនុស្សប្រុសដែលសង្ហាពូកែឲ្យស្មោះត្រង់អាចទៅរកមនុស្សប្រុសបែបនោះយកមកឲ្យយើងមកគឺពិតជាដូចបែបនេះអញ្ចឹង នេះនាងចង់បានប្រកកំដរហ៎ ម៉ែណៃមានអ្នកណាគេប្រាប់លោកដែរទេថាលោកគឺដូចជានាយករបស់ខ្ញុំដែរទេហ្នឹង ខ្ញុំគឺជានាយករបស់នាងនឹងហើយ សូម្បីតែខាងក៏ដូចគ្នាដែរមិនមែនទេម៉ាចាំបងកំដរអូន ក្លិននេះគឺដូចនឹងមនុស្សស្រីកាលពីយប់នោះអញ្ចឹងលូសៀងវ៉ានកាលពីខែទី4ថ្ងៃទី10នាងអ្នកណាទៅ លោកទីមកទេ នៃតាមការពិនឯងចូលចិត្តមនុស្សប្រុសដូចជាបងប្រុសយើងអញ្ចឹងឯង ក៏ពិតជាគ្មានបានការ លេងអីហ៎ថ្ងៃក្រោយចាំចម្រាប់បញ្ជាជាមួយឯង គឺពិតជាដូចគ្នាខ្លាំងណាស់ បងប្រឹងលោកគេពិតជាសង្ហានឹងបងប្រឹងលោកគេពិតជាសង្ហានឹង នាងគឺជាមនុស្សស្រីកាលពីយប់នោះ បងប្រឹងលោកគេពិតជាសង្ហានឹងបងប្រឹងលោកគេពិតជាសង្ហានឹង នាងគឺជាមនុស្សស្រីកាលពីយប់នោះ កាលពីយប់នោះអីទេនិយាយមកលោកធ្លាប់ទៅដេកជាមួយមនុស្សស្រីប្រហែលអ្នកទេ ស្រីម្នាក់នេះទុកខ្ញុំជាលេងអីហឹងហើយ អើតែប្រកូលលេងដឹងតែមិនបានជាមនុស្សល្អអីទេកំទៅអីកាលពីយប់នោះលោកកំភ្លឹមសឹងអីលោកកំទៅរកមនុស្សស្រីផ្សេងទៀតតែបានដាច់ទេកំទៅអី បានខ្ញុំមិនទៅទេអើយ ណាគេឲ្យលោកទៅរកស្រីផ្សេងនោះ នាងពិតជាឆ្លាមឆ្កែមែន
មិនបានជាក្រែមួយនេះដូចជារឿងយ៉ាងនេះនេះក៏ដូចជាដើមទ្រូងរបស់មនុស្សប្រអញ្ចឹងម៉ែអើយនេះយ៉ាងមិនមែនតែដេកជាមួយលោកនាយកទៀតហើយទេមែនទេនេះតែយ៉ាងមិនមែនតែដេកជាមួយលោកនាយកទៀតហើយមែនទេសំណាងហើយណាគេឲ្យនៅនោះនេះយ៉ាងមិនបានតែធ្វើរឿងឈួតអីទេមែនទេណាគេឲ្យលោកទៅរកស្អីផ្សេងនោះនេះមិនតន់ហៅថាឈួតទៀតទេណាគេឲ្យអញផឹកណាគេឲ្យអញផឹកទេមិនបានទេលោកនាយកនេះកាហើយយ៉ាងត្រូវតែចេញទៅសិនមិនចឹងទៅយ៉ាងប្រកាសជាខ្លាចជាមនុស្សស្រីយកប្តីគេហើយTrần Phăng, anh cho cái gặp cho mấy cặp play mà. នាយកលេងនេះជាឈុតរបស់លោកមើលលើស្នាមអាយរបស់លោកនេះទេមើលទៅការប្រយុទ្ធមិនពិតជាសាហាវមែនមនុស្សដែលបង្ហាញភាពពិតនោះមើលទៅពិតជាមិនអាចគ្រប់គ្រងខ្លួនឯងបានមែន លោកជាមនុស្សត្រកូលលែងនោះកាលពីយប់មិញលោកនិយាយថាស្រឡាញ់តាមទ្រង់ខ្ញុំមិនបានជាព្រឹកលោកមកទីនេះអញ្ចឹងខ្ញុំស្រឡាញ់លោកជាចំខ្ញុំទៅពួកខ្ញុំក៏ស្រឡាញ់លោកដែរលោកជាចំខ្ញុំទៅណែឈប់សិនខ្ញុំមិនស្គាល់ពួកលោកទេមិនអាចទេកាលពីយប់មិញលោកនិយាយថាខ្ញុំពូកែហើយនៅតាំងខ្ញុំឡើងសាទៀតលោកធ្វើសង្គ្រាមឡើងមួយយប់ទៅហើយពួកខ្ញុំមិនខ្វល់ទេលោកត្រូវតែឲ្យលោកខ្ញុំគុណនឹងពីរលោកមើលថែពួកយើងទៅលោកមើលថែពួកយើងទៅមើលថែពួកយើងទៅមើលថែពួកខ្ញុំទៅ លោកនាយកនៅជាមួយពួកបរទេសអត់ទេមើលពួកយើងយូរយូរវិញមើលថែពួកយើងផងទៅបាយកំណត់ទៅច្បាប់នេះហើយ ចាំពួកយើងផងចឹងហ្នឹងចាំពួកយើងព្រឹកទៀតមកឆាប់ជួយយើងផងពួកយើងផងមកដល់ហើយ ការប្រយុទ្ធមិញឯងនៅជាមួយមនុស្សប្រុសប្រហែលអ្នកទេ ក៏7 8នាក់នឹងឯង ហើយយ៉គឺពិតជាពូកែមែនឯងនេះ ចាំយើងប្រាប់ឯងចុះដាំទ្រូងរបស់ពួកគេគឺពិតជាធំណាស់ ដើមទ្រូងនេះមិនបានជាក្រែនេះរឿងយ៉ាងនេះមិនបានជាដូចជាដើមទ្រូងរបស់មនុស្សប្រុសអញ្ចឹងគឺធំមែនតើ នេះតាឯងយ៉ាងម៉េចនេះអូនេះឯងស្រឡាញ់មនុស្សប្រុសដូចជាបងប្រុសរបស់យើងនោះឯង ចឹងមិនទេចឹងមិនអាចទៅចូលចិត្តមនុស្សប្រុសអស់នោះ ចឹងឯងមានតែស្រឡាញ់បងយើងហើយ ចឹងមិនអាចស្រឡាញ់គេទេគេបានរីកាហើយ នេះតាមានស្អីទេយើងប្រាប់ឯងណាបើសិនជាឯងខ្លាចជាបងខ្លាចយើងនោះបងប្រុសយើងនឹងលែងហ៊ានធ្វើបាបយើងហើយឯងនឹងខ្លាចជាអ្នកស្រីនាយកដែរនេះគឺជាអ្នកទាំងសងខាងគំនិតល្អយើងគឺពិតជាចង់ឃើញបងប្រុសរបស់យើងគឺចាញ់ក្រោមដៃឯងណាមិនបានជាឯងទៅអញ្ចឹង លោកសៀងវ៉ាន់ឯងទៅតាក់លេងសឺនេះមិនក្រុមសូមបើតបងប្រុសគេក៏ឯងមិនលើកលែងដែរពេលនេះមានផុសតាំងគ្រប់ហើយចាំមើលថៃនឹងដោះស្រាយយ៉ាងម៉េចទេ យើងប្រាប់ឯងណាបើសិនជាឯងខ្លាចជាបងខ្លាចយើងនោះបងប្រុសយើងនឹងលែងហ៊ានធ្វើបាបយើងហើយឯងក៏ខ្លាចជាអ្នកស្រីនាយកដែរបែបនេះពួកយើងឆ្នះទាំងសងខាង ដឹងខ្លួនឡើងអញគឺជាមនុស្សមានប្តីហើយមិនបានទេអ្នកមកតាសាមិនលងសម្រាប់មិនវងវិញអ្នកមកតាសាលោកនាយកហៅនឹងតែបន្ទប់ធ្វើការគាត់ នេះគឺបច្ចុប្បន្នមែនម៉ែថ្លៃនេះនេះតែមានរឿងអីហ្នឹង អ្នកនាងនោះមនុស្សអាក្រក់ដែលនាងបានជួបនៅលើភ្នំគឺជាលីនីជាអ្នករៀបចំនៅពេលនេះលោកនាយកចាត់ការនាងហើយមកឆាប់ទៅ ចាប់ហើយនេះមិនបានទៅធ្វើឲ្យគេផងអ្នកក៏ត្រូវគេវាយឡើងហាមុខទៅហើយនេះខ្ញុំមិនត្រូវគេវាយឲ្យខ្លាចជានំបាយទៅហើយទេមិនបានទេរត់វិញល្អជាង លោកសៀងវ៉ាន់ចូលមក គឺលោកនាយករកខ្ញុំឯង ដល់ពេលកឹបបញ្ជីពួកយើងមកដល់ហើយ ពួកយ៉ាងឯងពួកយ៉ាងមានកំណំអីទេចាប់ហើយតែពិតជាមិនដល់លេខខ្ញុំឯងមកតែមានតែលេខអ៊ីហឹងទៅជាអ្នកការពារខ្ញុំឯង នេះនឹងមាននេះទៀត លោកនាយកខ្ញុំមិនដឹងថាលោកកំពុងតែនិយាយពីអីទេការប្រយុទ្ធមកខ្ញុំនៅជាមួយលេខអ៊ីហឹងរហូតបើសិនជាលោកមិនជឿទេលោកអាចទៅស៊ូលេខអ៊ីហឹងបាន កាលពីយប់មិញនឹងនៅជាមួយលេងអ៊ីហឹងល្អនាងខំយើងដេកកិនយើងឡើងមួយយប់ហើយក៏ទៅប្រេះផ្ដាស់ជាមួយលេងអ៊ីហឹងបាត់ទៀតនាងនៅទៅប្រេះផ្ដាស់ទៀតរឿងទាំងអប់នោះយ៉ាងម៉េចហើយ លោកក៏មិនរំអីគ្រប់យ៉ាងល្អណាស់នៅពេលនេះកំពុងតែត្រៀមទៅរកទឹកលំអងហើយ ត្រង់ទឹកលំអងទៀតខែសន្និសិទកសែកាន់តាគៀកទៅហើយនាងត្រូវតែធ្វើឲ្យហើយមិនចឹងទេមិនបាច់ចេញពីធ្វើការទេ ចាប់បានលោកនាយកតាមបាត់ការសន្និសិទកសែននៅដល់7ថ្ងៃទៀតឯហ្នឹងគឺពិតជាថៅកែមុខឈាម ឡូឯង ស្រីស្អាតនៅក្លឹបនេះមានប្រុសស្អាតច្រើនណាស់ធានាថាឯងនឹងសប្បាយពេញនឹងតែម្ដង យ៉ាងណាធ្វើការថែមមកអាបងប្រាប់មកឈាមរបស់ឯងនោះនិយាយថាធ្វើការមកហើយទីមិនអាចចេញពីធ្វើការទី ថ
ថាយ៉ាងម៉េចនេះគឺពិតជាសាហាវពេកហើយអញកុំខឹងអីសំឡាញ់ចាំតិចទៀតចាំយើងយកតែគុយរសជាតិ strawberry យកទៅឲ្យឯង ហើយចុកឲ្យមានកម្រំ បាននាយលេងអ្នកនាងនោះនៅធ្វើការតាមមកនៅឡើយទេ ខ្ញុំទៅមើលនឹងធ្វើការយ៉ាងម៉េចហើយ នេះតើលោកចង់ទៅជួបអ្នកនាងនោះបានជាយកលេសទៅមើលការងាររបស់គាត់ទេអី និយាយស្ដីប្រយ័ត្នផង តែគាត់តិចបានមកដល់ហើយ នៅទីបំផុតឯងមកហើយ ហើយយ៉ាឯងកុំខឹងអីយើងប្រាប់ឯងណាយើងបានប្រាប់ឲ្យគេត្រៀមតាគុជអាកៅធំជាងគេឲ្យឯង ស្លាញ់អញជាងគេគឺពិតជាឆ្ងាញ់ណាស់ ណាស់ឲ្យខ្ញុំមកផឹកតែគុណនាទីនេះ គឺខ្ញុំបងប្រុសគឺខ្ញុំអរវ៉ានេះដែលខំប្រឹងប្រែងធ្វើការនោះអីមិនចឹងបងញ៉ាំអាកៅដែរទេ លូសៀងវ៉ាន់ទឹកអប់នាងធ្វើឲ្យនៅ នៅទី នឹងមិនឆាប់ធ្វើទៀត នៅមានឯងទៀតកន្លែងពិសោធន៍នេះជាកន្លែងអាកំបាំងរបស់ក្រុមហ៊ុនទោះជាឯងមានត្រកូលលេងក៏ដោយក៏មិនមែនចេញចូលតាមចិត្តបានដែរ បានខ្ញុំដឹងហើយ យកមួយនោះទៅផង មិនចាំបាច់ទេដឹង យើងឲ្យឯងយកទៅ លោកធ្វើអីហ្នឹង ដើម្បីកាប់ពីកុំឲ្យនាងលួចខ្ជិលខ្ញុំមកខ្លំមើលនាងនាទីនេះ ពិតជាទំនេរពេកមែនចាញ់ទេខ្ញុំធ្វើការចាញ់ទេចាញ់ទេ នេះលើកមុននៅត្រឹមមិនទាន់គ្រប់ទៀតទេ ណាគេត្រូវដល់លោកទេលោកក៏ថាខ្លួនឯងជាណាទេឆាខ្ញុំឈ្មោះយាយឈីងឈីងជាគូដណ្ដឹងរបស់ស៊ឺនៀនជាគូដណ្ដឹងរបស់គេឯងនេះមិនមែនមិនដឹងថាគេរីកាឲ្យទេឯងខ្ញុំដឹងប៉ុន្តែគេបាននិយាយថាគេនឹងលែងលះហើយក៏រីកាជាមួយខ្ញុំពិតមែនទេអញ្ចឹងនាងចាំឲ្យគេលែងលះសិនទេចាំនិយាយគ្នាទៀតអ្នកមីងការដែលខ្ញុំមកថ្ងៃនេះគឺដើម្បីឲ្យអ្នកមីងបានមើលរបស់មួយខ្ញុំដឹងថាអ្នកមីងស្លាញ់ថ្នាក់ថ្នាក់អ្នកប្រទី2ក៏មានសង្ឃឹមខ្ពស់លើគាត់ដែរប៉ុន្តែនៅពេលនេះគឺមានបុគ្គលិកអនាម័យគ្មានគេខ្មាស់មួយតែតាក់ទងអ្នកប្រុសទី2មិនត្រឹមតែប៉ុណ្្នឹងទេវានៅចង់តាក់ទងនាយកលេងទៀនស្រីថោកទៀតនេះមកជាតែរវីរវល់ជាមួយកូនអ្នកមីងទាំងពីរបែបនេះអញ្ចឹងគិតយ៉ាងម៉េចទេស្រីថោកទៀតនាងឯងមកជាតាក់ទងកូនប្រុសយើងម្ដងហើយម្ដងទៀតនៅលើកនេះយើងនឹងមិនដោះលែងយ៉ាងឯងទេលោកសៀងវ៉ាន់នៅលើកនេះឯងស្លាប់មិនខានទេឯងតែមានរឿងជាមួយអ្នកស្រីលេងចាំមើលថាលើកនេះឯងនឹងរួចខ្លួនបានយ៉ាងម៉េចអ្នកស្រីអ្នកមាននោះមិនខ្វះមកជោគមកចាត់ការនាងឯងទេ បាននាងជាមនុស្សស្រីយប់នោះមិនដឹងថាល្អប៉ុណ្ណាទេនេះខ្ញុំដេកលក់ទៀតហើយហ៎ឲ្យតែខ្ញុំនៅជាមួយលូសៀងវ៉ាន់ខ្ញុំតែអាចដេកលក់បាននៅជាមួយយាយឈឹងឈឹងមានតែម្ដងនោះទេ សម័យនេះគេអញ្ចឹងគឺត្រូវតែមានផតតាំងបើសិនជាខ្សែដៃនោះជាផតតាំងហើយគ្មានផតតាំងអីផ្សេងទៀតអាចបញ្ជាក់បានទៀតអញ្ចឹងបានន័យថាខ្សែដៃនោះវាប្រកាសជាដំណើរឲ្យមនុស្សកាប់ប្រយុទ្ធនោះហើយ គ្មានផតតាំងអាចបញ្ជាក់បានឆិនហងអាចទៅមើលកាមេរ៉ាសុវត្ថិភាពកាលពី4ខែថ្ងៃទី10ទេ លោកញ៉ាហើយមកលោកឆាប់ហាត់មើលទេ មិនខុសទេគឺជាក្លិនធម្មជាតិស្រស់ស្រាយនេះហើយ ប៉ាជាល្អណាស់ខ្ញុំលេងបានសម្រេចហើយអាឡូស្អែកនេះយើងក៏បន្ទប់នៅសន្តាគារហើយជីងជាកម្មវិធីគ្រូសានាងត្រូវទៅនឹងចាប់ហើយមកខ្ញុំจะដាក់ក្រោយឲ្យខ្ញុំទៅកម្មវិធីគ្រូសាហើយតែក៏ជាមកពីខ្ញុំចាប់ផតតាមប្រាប់ព្រៀននោះមិនបានហើយអញ្ចឹងតែពេលនេះគូធ្វើយ៉ាងម៉េចទេទៅហើយតែរកលេខអ៊ីហឹងឲ្យគេជួយសិន នាយកលេងឆិនស៊ីវរងនិយាយថាចង់ធ្វើកម្មវិធីគ្រូសាហើយនឹងជាអ្នកស្រីតូចទៅទៀតអ្នកប្រកាសជាមានល្បិចអីខានទេ ឈិនសៀវរងនេះពិតជានឹងមិនស្ងៀមមែនអាចកសាលេងលាននោះឲ្យតែស្រីម្នាក់នោះហើយនៅ ខ្ញុំបានឲ្យគេតែហាប៉ាអ្នកស្រីផ្ទាល់ប៉ុន្តែគេនោះមកជាទៀមទាលុយ3កោណ គេពិតជាដើម្បីលុយមែនតែត្រៀមលិខិតលេងលានមួយទៀតទៅយប់នេះយើងជាអ្នកយកទៅឲ្យដល់ផ្ទាល់យកទៅឲ្យនាងសញ្ញា បាននាយកលេងនេះគឺជាឯកសារលេងលាដែលមេធាវីធ្វើមកលោកមើលបន្តិចដែរទេ មិនបាច់ទេគ្រាន់តែត្រឹមស្រីមកលុយទេចាំពេលជួបនាងឲ្យបោះលិខិតលេងលាឲ្យតែនាងទោះជានាងមិនចង់ក៏ត្រូវតែសញ្ញាដែរ នាយកលេងបន្ទប់នោះគឺនៅបន្ទប់909មិនត្រូវនោះទេនោះគឺជាបន្ទប់903ដែរឬមួយក៏បន្ទប់909ទេភ្លេចបាត់ហើយ លោកសៀងវ៉ាន់មានការរួចហើយនាំមកតាក់ទងកូនប្រុសយើងទៀតថ្ងៃនេះយើងនឹងឲ្យឯងចុះគ្នាជាមួយនឹងលេងស៊ឺនៀនចាំមើលពេលអ៊ីហឹងមកហើយឃើញយើងដេកជាមួយនឹងលេងស៊ឺនៀននោះគេនៅមិនទាន់ស្លាប់ចិត្តជាមួយឯងទៀតទេអញចាំតែមើលទេហើយចាមិនបានចាំលើទូរស័ព្ទអញ្ចឹងលេខអ៊ីហឹងអាមនុស្សចង្រៃអានិយាយថាមកជួយយើងនោះអីអញ្ចឹងមិនឯងទៅចាត់ការមកចាត់ការនោះយ៉ាងម៉េចទេណាហើយចាស្លាប់ក៏ស្លាប់ទេ មិនបាច់ជំនាញទេនេះខ្ញុំមកចូលរួមកម្មវិធីគ្រួសារ លោកក៏មកចូលកម្មវិធីគ្រួសារឯង ក៏ហ៎ ហើយមកក៏ កាច់ប្រទេសរបស់ខ្ញុំនោះ ហើយមកក៏ មួយគឺជាប្រពន្ធរបស់ខ្ញុំនោះ
ខ្ញុំតែបន្ទប់999 ខ្ញុំដូចជាទៅបន្ទប់909 សំណាងហេតុតែគេមិនចាប់ផ្ដើមរបស់ខ្ញុំនឹង សំណាងហើយនឹងមិនមែនជាប្រពន្ធរបស់ខ្ញុំនោះ នាយកលេងលោកអាចជួយខ្ញុំមួយបានទេខ្ញុំត្រូវជួបមនុស្សអាក្រក់ម្នាក់ខ្ញុំខ្លាចថានេះមិនកំណត់មិនល្អចំពោះខ្ញុំតែលោកអាចជួយខ្ញុំបានដែរទេ ជួយហ៎ តែមួយផ្លែទេលោកចាំនៅខាងក្រៅទៅបានទេបើសិនជាមានរឿងអីខ្ញុំមិនអាចការជាសញ្ញាឲ្យលោកនឹងពេលសម្ដីលោកក៏សំណប់ចូលទេ យ៉ាងណាក៏រឿងលេងលះនោះមិនប្រញាប់មួយផ្លែនឹងដែរបានខ្ញុំចាំនឹងនាទីនេះ អរគុណ នាងមកហើយអីអង្គុយទេមិនបានជានាងមិនផឹកទេយ៉ាងម៉េចមិនទុកមុខឲ្យយើងទេ គ្មាននោះទេ យើងនិយាយតាមត្រង់ចឹងនាងមិនសាកសមជាមួយកូនយើងទេយើងចង់ឲ្យនាងចាក់ចេញពីគេនៅក្នុងនេះមានលុយ3លានឲ្យតែនាងយល់ព្រមលុយនេះគឺជារបស់នាងហើយ មកចង់អាក្រក់នេះយ៉ាងម៉េចនឹងអ្នកបានចង់ឲ្យយើងបាច់គ្នាជាមួយកូនគេមិនបានជាគេចង់ឲ្យយើងកាច់ជាមួយកូនគេធ្វើអីទេចិត្តកំណត់របស់អ្នកមានលុយនេះពិតជាពិបាកទេមែនប៉ុន្តែលុយ3លានហ្វ្រីនោះមិនអាចមិនយកបានទេអ្នកមីងខ្ញុំយក5ជាមួយមីងប៉ុន្តែឲ្យខ្ញុំលែកគ្នាជាមួយកូនមីងទេខ្ញុំថាកូនមីងកុំជីទុកពីក្នុងពេលតែមួយអីវាងាយក្លាប់ទុកហ្នឹង នាងនិយាយថាម៉េចកូនប្រុសយើងគឺជាមនុស្សល្អមានចិត្តស្មោះណាស់សូម្បីតែនាងជាអ្នកអនាម័យក៏គេមិនរើសអើងផងប៉ុន្តែនាងឯងវិញបើជានៅខាងក្រៅតែមានប្រុសផ្សេងនៅពេលនេះនាងបើជាមួយបង្កើតទៀតទៅវិញ កូនប្រុសរបស់អ្នកនៅខាងក្រៅក៏បាត់មានស្រីហើយនៅនិយាយថាគេជាមនុស្សស្មោះទៀត បើសិនជានាងនៅតែនិយាយផ្ដេសផ្ដាស់ទៀតយើងនឹងទះមកនាងឯងឲ្យបែកហើយពួកឯងឆាប់ទៅបណ្ដោយក្បាលនាងថោកនេះទេ ពួកឯងកុំចូលមកអីមិនចឹងទេយើងនឹងហៅគ្នាមកហើយ ថ្ងៃនេះទោះបីជានាងហៅអ្នកណាមកក៏ដោយក៏យើងនឹងតែបណ្ដោយនាងឯងដែរចាំការវាទេ កូនប្រុសឯងគេគឺជាប្តីដកាជាមួយខ្ញុំនោះ កូនប្រុស គេគឺជាប្តីដកាជាមួយខ្ញុំនោះ ណាស់ជាកូននាងនោះមិនបានជានាងនាទីនេះអញ្ចឹង ឯងមកចាំពេលល្អណាស់ស្រីម្នាក់នេះទៅរវល់ជាមួយអ៊ីហឹងឯងគូតែមើលថែនាងឲ្យល្អទេ តាមប៉ុណ្ណេះដែរហើយយើងមកនេះគឺជាមករបស់អ៊ីហឹងសឹងនេះមិនមកចាំចង់ចិត្តអាក្រក់របស់ប្តីយើងនោះទេនេះគេយកច្រឡំជាមួយយើងនឹងអ៊ីហឹងឯងមានរឿងអីហ្នឹងមកក៏វិលមកយ៉ាងនេះ នាងយ៉ាងម៉េចហ្នឹង ខ្ញុំមិនស្រួលខ្លួនទេ ឈិនសៀរងនាងហ៊ានប៉ះមនុស្សរបស់យើងផងនាងចាំមើលទៅ អាឡូអ៊ីហឹងម៉ាក់នៅសន្តាគារហើយជីងកូនឆាប់មកម៉ាក់មានភាពភ្ញាក់ផ្អើលមួយសម្រាប់កូនហ្នឹង ក្តៅនឹង នាងត្រូវគេដាក់ថ្នាំហើយក ុំទៅអីជួយខ្ញុំផងបានទេ ឈប់សិន ឯងទៅមើលភាពភ្ញាក់ផ្អើលដែលម៉ាក់ត្រៀមឲ្យឯងទេឆាប់ចូលទៅមើលទេតាមពិតមិត្តយើងគឺខ្លាំងដែរអញ្ចឹងសោះអត់ត្រូវហើយកុំទៅរំខាននាងអីមើលទៅវ៉ាន់ចិត្តខ្លាចជាបងខ្លាចរបស់យើងហើយពិតជាសប្បាយចិត្តខ្លាំងណាស់កូនប្រុសកុំយំអីមកកលិកអនាម័យថាប់ទីគ្មានគេខ្មាស់នោះវាមិនស័ក្តិសមជាមួយកូនម៉ាក់ទេម៉ានិយាយអីហ្នឹងខ្ញុំកំពុងតែសប្បាយចិត្តវ៉ាន់ចិត្តខ្លាចជាបងខ្លាចរបស់ខ្ញុំហើយអាកូននេះអញនិយាយប្រាប់ដាស់ស្អីហ្នឹងលូសៀងវ៉ាន់នោះជាបងខ្លាចអញស្រាប់ហើយនេះគឺជាប្រពន្ធបងប្រុសអញពេញច្បាប់ហ្នឹងថាម៉េច មិនបានទេនាងត្រូវគេដាក់ថ្នាំខ្ញុំមិនអាចឆ្លើយរកការនាងបានទេ កាលពីលើកមកលោកទៅគេដាក់ថ្នាំខ្ញុំជាអ្នកជួយលោកនេះអញ្ចឹងដល់ពេលនេះលោកអាចជួយខ្ញុំវិញបានទេ នាងបានន័យថាកាលពីលើកមកខ្ញុំត្រូវគេដាក់ថ្នាំនាងគឺជាអ្នកជួយខ្ញុំហ៎អញ្ចឹងឲ្យមនុស្សស្រីកាលពីយប់នោះគឺជានាង មិនហៅគឺខ្ញុំអញ្ចឹងពេលនេះតើលោកអាចជួយខ្ញុំវិញបានទេ ស្រីក្បាលខូចនាងនេះ នាយកលេងខ្ញុំបានឃើញមនុស្សពីរនាក់នៅលឹបលន់នៅខាងក្រៅ ចាញ់ទៅ បានឃើញហើយហ្នឹងឯងទេទៅបំផ្លាញរឿងល្អរបស់បងប្រុសយើង បានចាំថងឆាប់បើកឡានមកទៅ បាន ពី លោក ពេទ្យ យូគ្រូពេទ្យនាងយ៉ាងម៉េចហើយលោកគឺជាប្តីរបស់អ្នកជំងឺហ៎លោកធ្វើអីហ្នឹងហ៎នាងមានផ្ទៃពោះខែដំបងលោកបែរជាឲ្យនាងញ៉ាំថ្នាំនេះទៅវិញនាងផ្ទៃពោះហើយហ៎នាងមានផ្ទៃពោះហើយហ៎មានផ្ទៃពោះមួយខែហើយពេលនេះលោកឆាប់ទៅយកថ្នាំបើមកឲ្យនាងមកចំមែនមានផ្ទៃពោះមួយខែហើយហ៎អញ្ចឹងឲ្យមនុស្សស្រីកាលពីយប់នោះគឺជានាង មិនហៅគឺខ្ញុំអញ្ចឹងពេលនេះតើលោកអាចជួយខ្ញុំវិញបានហើយនេះ អញ្ចឹងហើយមនុស្សស្រីកាលពីយប់នោះគឺជានាងមែនគឺជាកូនរបស់ខ្ញុំឆិនហឹងអាចឆាប់ទៅទិញគ្រឿងបើភ្លាមមក បានលោកនាយក ឈប់សិនយើងទៅទិញខ្លួនឯងវិញបានចាំខ្ញុំមកវិញណា
បានមិនប្រតលេងស៊ឺនីនមិនប្រប៉ាជាងទីងយើងមិនទៅយកភ្នែកមើលឯងផង អាចបានអនាគតអ្នកស្រីនោះពិតជាសំណាងណាស់ ចេញទីងលេងស៊ឺនីនមិនមកជាគេនៅទីនេះអាចទៅស៊ឺមើលទីងនៅក្នុងបន្ទប់នោះគឺជានរណាទីង យ៉ាងម៉េចនឹង អាចឆាប់ទៅស៊ឺភ្លាមអេនាងកុំកម្រើកអីនាងមានផ្ទៃពោះខែដំបងចឹងត្រូវតែសម្រាប់បានច្រើនថាម៉េចខ្ញុំមានកូននេះមិនហើយប្តីនាងភ័យណាស់គេប្រញាប់ទៅទិញរបស់បើមកភ្លាមតែម្ដងគេជាប្តីរបស់ខ្ញុំឯង វ៉ាន់ឯងមានកោហើយយើងខ្លាចជាម៉ាក់ធររបស់គេហើយមែនហើយនៅទីនេះមានមនុស្សច្រើនប៉ាធរកូនសម្លាញ់ឆាប់ហៅថាប៉ាធរទេ ហើយស្អីទីង កូនសម្លាញ់ឆាប់ហៅប៉ាមក អាយ៉ាចេញទីង កូនសម្លាញ់ឆាប់ហៅប៉ាមកយើងស្ទាមទិញ ពួកឯងធ្វើអីហ្នឹង ហើយយ៉ាកូនសម្លាញ់ឆាប់ហៅប៉ាមក អាយ៉ាចេញទីង មើលយើងស្ទាមទិញ ស្ទាបអី ពួកឯងធ្វើអីហ្នឹងលូសៀងវ៉ាន់មិនបានចោលកូនហៅគេថាប៉ាអញ្ចឹងនិយាយមកប៉ាកូនក្នុងពោះនេះជាណា បងប្រុសបងកាច់យ៉ាងនេះធ្វើអីទេគឺអាចបំផិត ហេចេញទៅខ្ញុំកំពុងសួរនាងកូនក្នុងពោះនោះជារបស់ណា ខ្ញុំឈឺ កូននោះជាកូនរបស់ខ្ញុំមែនទេពេលនេះសន្តាគារហៅជាងនោះនឹងនិយាយថាមនុស្សស្រីការប្រយុទ្ធនោះខែទី1ខែទី10នោះគឺជានាង ខ្ញុំអត់មានទីង នាងគ្មានទេអញ្ចឹងកូននោះពិតជាមិនមែនជាកូនរបស់ខ្ញុំមែនឬ ហើយ មួយ ចា ក៏ ខ្ញុំមិនបែបនោះទីង បងធំបាត់ខ្ញុំ ខ្ញុំចង់ឲ្យនាងប្រាប់ខ្ញុំដោយផ្ទាល់ ខ្ញុំកែគឺជាលោកប៉ារបស់ក្មេងកែក៏អាចមានសិននឹងរឿងកូនមួយនេះតាមការពិនរឿងការប្រយុទ្ធនោះតាមពិនមនុស្សការប្រយុទ្ធនោះប្រកាសជាយើងហើយស៊ឺនីនខ្ញុំមានកូនរបស់លោកហើយស៊ឺនីនខ្ញុំក៏មានកូនរបស់លោកហើយ រកឃើញហើយអ្នកជំងឺនៅបន្ទប់នោះគឺលូសៀងវ៉ាន់មានផ្ទៃពោះមួយខែហើយ លោកសៀងវ៉ាន់ឬមួយក៏នាងមានផ្ទៃពោះមានកូនជាមួយនាយកលេងចង្រៃយោឆាន់ស៊ឺយិនអាចឆាប់ចលិខិតមានផ្ទៃពោះអីចាំមកខែភ្លាមហ្មងកូនគេមានសុខភាពល្អណាស់នេះមានរយៈពេលមួយខែហើយ អញ្ចឹងហើយមនុស្សស្រីការប្រយុទ្ធនោះគឺជាយាយឈិងឈិងមែ នា ន យកលេងលោកពិតជាលក្ខបានច្រឡំមែនលោកមានប្រពន្ធមានកូនរួចទៅហើយលោកនឹងមានមកបសួរខ្ញុំថាប៉ាកូនខ្ញុំជានរណាទីនវាច្បាស់ណាស់ប្រកាសជាលេងអីហឹង តែការប្រយុទ្ធនៅសន្តាគារនាងនិយាយថាស្រីម្នាក់នោះគឺជានាង មនុស្សស្រីម្នាក់នោះគឺជានាងមនុស្សស្រីម្នាក់នោះគឺជានាងពេលនេះលោកនិយាយឡើង800ដងទៅហើយរបស់ខ្ញុំគ្រាន់តែនំចាស់សោះលោកក៏ជឿដែរ នាងល្អណាស់មើលទៅខ្ញុំច្រឡំហើយជូនពរគ្រូសានាង3នាក់នៅបានសុង អើកុំបានជូនដំណើរទីង បងប្រុសវាមិនបែបហ្នឹងទេ មើលថៃនាងបានល្អបើសិនជាមានរឿងអីកើតឡើងនោះយើងមិនដោះលែងឯងទេ អាយ៉ាកុំតាមអី វ៉ាន់មិនបានជាឯងនិយាយក៏ហត់អញ្ចឹងតាមពិតកូនក្នុងពោះឯងជាកូនរបស់បងប្រុសយើងសោះតាមពិតការប្រយុទ្ធនោះឯងផឹកជាមួយយើងស្វឹងហើយក៏ទៅរកខ្សែដៃឲ្យនាងតកោយីនោះហើយក៏ទៅជាមួយបងប្រុសជាងត្រូវដែរទេ មិនបានជាឯងដឹង និយាយយ៉ាងណាក៏យើងប្រឡូកក្នុងវិស័យស្នេហាជាង10ឆ្នាំដែរនេះមិនមែនប្រឡូកអត់បានការនោះទេគឺមានតែមនុស្សខូក្បាលជ្រុងដែលមិនដែលមានស្នេហាដូចជាបងប្រុសយើងនោះទេបានជាអាចឲ្យនាងនរុយាយឈីងឈីងនោះបោកបាន បើសិនជាឯងហ៊ានយករឿងនេះទៅប្រាប់បងប្រុសឯងនោះយ៉ាងក៏នឹងយករឿងរបស់ឯងទៅប្រាប់ម៉ាក់ឯងភ្លាម បានមិននិយាយទេ មកហើយចឹងយ៉ាងមិនចាំពាក់បងជាមួយពួកគេទេយ៉ាងហត់ហើយ ល្អអញ្ចឹងឯងក៏សម្រាប់ទេយើងទៅទិញបបរឲ្យឯងវ៉ាន់មើលទៅហត់ណាស់អញ្ចឹងរឿងនាងជាមួយបងខ្លាយយើងនោះចាំប្រាប់នាងនៅពេលក្រោយទៅចុះ លោកនិយាយថាលូសៀងវ៉ាន់នឹងទៅធ្វើការវិញលឿនយ៉ាងនេះហ៎នេះនាងមិនស្រឡាញ់ខ្លួនឯងទេហ៎ ស្អែកនេះគឺជាថ្ងៃប្រកាសផលិតផលថ្មីនាងគឺជាអ្នកលេខទាំងអស់នោះនាងគួរតែខ្លាចថាមានបញ្ហាអីទៀតហ្នឹង បានយើងដឹងហើយ ស៊ឺនីននៅថ្ងៃនេះបងញ៉ាំបាយនៅផ្ទះដែរទីងចាំអូនឲ្យចុងភៅទៅធ្វើសុបត្រីឲ្យបង មិនបាច់ទេស្អែកនេះជាថ្ងៃប្រកាសផលិតផលថ្មីហើយយប់នេះខ្ញុំទៅក្រុមហ៊ុនមើលការងារ អេស៊ឺនីនបងលោកសៀងវ៉ាន់គឺជានាងអញទៀតហើយនាងអញចាំតែមើលទីងលើកនេះយើងនឹងមិនឲ្យនាងអញរត់ខ្លួននោះទេនឹងមិនអីទេ មិនអីទេមកតែប្រហែលជាងក៏យប់ពេកមកជំងឺទៅវិលមកបែបនេះ នឹងទៅសម្រាប់សិនទៅចាំខ្ញុំឲ្យអ្នកផ្សេងមក មកចាំបាត់ទេខ្ញុំធ្វើម្នាក់ឯងរហូតមកអូខេមកក៏គេមិនយល់ដែរណាស់សាទៅមើលដំណាក់ ខ្ញុំញ៉ាំបាយសិនទៅនេះម៉ោង3ហើយ ខ្ញុំបានកំមកហូបហើយ មកហូបអស់នោះអាចញ៉ាំបានដែរទេទោះនឹងមិនខ្វល់ពីខ្លួនឯងក៏ត្រូវខ្វល់ពីកូនក្នុងពោះដែរតែខ្ញុំនាំនឹងទៅញ៉ាំអីនៅហាងទំនើបខាងក្រោមនេះមិនក៏នឹងមិនញ៉ាំអញ្ចឹង មិនឃ្លានទីង មែនទេអញ្ចឹងស្តេកតម្លៃ10000នេះខ្ជិះខ្ជាយពេកហើយ 10000នេះខ្ញុំញ៉ាំតម្លៃ10000នេះខ្ញុំញ៉ាំ ថាមែនបើមិនកំងស្តេកដល់ថ្លៃទេនឹងមិនញ៉ាំទេ
គ្រាន់តែស្ទេកសោះក៏ញ៉ាំឡើងប្រឡាក់ពេញមាត់ដែរ ការគេដឹងថាកូននោះមិនជាកូនរបស់គេហើយមិនចឹងឯងមិនជាគេនៅតែល្អជាមួយខ្ញុំចឹងទៀតនាយកលេងខ្ញុំសុំតបន្ទប់ទឹកសិន នឹងមិនអីទេពោះនាង មិនអីទេបងស្រីសុំតបផងមិនអីទេណាក្មេងទៅ សុំទូផងក្មេងនេះជួយចិត្តរត់លេងតែបពួកនាងហើយសុំទូផងហ្នឹង មិនអីទេក្មេងគេគួរឲ្យស្រឡាញ់ណាស់ សុំទូគឺពិតជាសុំទូហ្នឹង នាងស្រឡាញ់ក្មេងហ៎នាងស្រឡាញ់ក្មេងហ៎ មិនហើយក្មេងគួរឲ្យស្រឡាញ់ណាស់ណាគេមិនស្រឡាញ់នោះ កូនសម្លាញ់ហៅប៉ាត នេះឯងធ្វើស្អី ហើយហៅប៉ាតប៉ាតបន្តិចនេះ ខ្ញុំចូលចិត្តទេ ហើយយ៉ាព្រះអីមកស្រីរបស់ពួកគេឡើងម៉ាប់ម៉ាំគួរឲ្យស្រឡាញ់ណាស់យ៉ាងម៉េចនាយកលេងមិនចាំមានកូនជារបស់ខ្លួនឯងទេ មិនចង់បានទេគ្រាន់តែគិតថាកូនខ្ញុំជាមួយយាយឈិងនោះខ្ញុំខ្ពើមណាស់ទៅហើយ តាមប៉ុណ្ណនាយកលេងមិនចង់បានកូនសឹងនៅថ្ងៃណាមួយកូនខ្លួនឯងប្រកាសជាមានបាត់ណាបាត់តែមិនដឹងមូលហេតុនោះទេ មិនអាចមានរឿងនោះកើតឡើងទេ លោកក៏មិនប្រកាសទេអាចជាថ្ងៃណាមួយនាយកលេងទៅគេដាក់ថ្នាំស្ដីជាមួយស្រីណាម្នាក់នោះហើយក៏មិនដឹងខ្លួននោះអី នាងបានន័យថាម៉េច បើខ្ញុំនិយាយអញ្ចឹងខ្ញុំចែកហើយខ្ញុំមានការតសិនហើយអានាយកលេងការងារខ្ញុំจะដូចហើយមិនចាំឲ្យខ្ញុំមើលទេអរគុណនាយកលេង នេះនាងខ្ពស់ជាងមុនទៀតហើយហ៎ ថ្ងៃនេះជាថ្ងៃប្រកាសផលិតផលថ្មីហើយនេះក៏ពាក់ស្បែកចឹងកាញ់ទេ រៀបចំរួចហើយនៅ រៀបចំរួចហើយក ុំរំអីប្រឌិតមើល3ដងហើយនៅចាំតឡាឆាតទេ បាន នាយកលេងលោកមិនដឹងថាបងវ៉ាន់ប្រកាសយ៉ាងណាទេការប្រកាសផលិតផលនៅថ្ងៃនេះប្រកាសជាជោគជ័យមិនខាននោះទេណា ខ្ញុំដឹងកម្មវិធីអបអរប្រកាសជាមិនអាចខ្វះរង្វាន់នាងទេ រង្វាន់នេះប្រហែលទេ 5000 50000 ច្រើនយ៉ាងនេះហី ខ្ញុំទៅមើលកន្លែងឆាកសិនថារៀបចំយ៉ាងម៉េច ចាំបាននាយកលេង ថ្ងៃក្រោយកុំពាក់ស្បែកជើងកាញ់ទៀត បានមើលកូនហើយអាយ៉ាសម្លាញ់ខ្ញុំទៅបាត់ទឹកមួយសិនហ្នឹងនៅមើលផងឆាប់ទៅចាក់ទឹកឲ្យយើងមកខ្ញុំមិញប្រធានយាយខ្ញុំមិនមែននៅផ្នែកបម្រើទេនេះជាថ្ងៃប្រកាសផលិតផលថ្មីគេរវល់ណាស់យើងគឺតែនាងទេដាក់កម្លេងនោះឆាប់ទៅទេអញ្ចឹងម៉ាស៊ីននេះចាំយើងមើលឲ្យអញ្ចឹងបានទៅទេលោកសៀងវ៉ាន់ថ្ងៃនេះយើងមិនត្រឹមឲ្យនាងឯងបំផ្លាញកម្មវិធីនេះទេយើងក៏នឹងឲ្យនាងឯងបាត់ក្បាលទៅរហូតទៀតសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្មវិធីប្រកាសផលិតផលថ្មីរបស់ក្រុមហ៊ុនលេងស៊ឺជាដំបូងអ្នកគ្រប់គ្នាអាចហាត់មើលក្លិននៅខ្យល់អាកាសនេះបានតើវាមានអីប្លែកដែរទេ គឺដូចជាក្លិនធម្មជាតិអញ្ចឹងហាត់ទៅមានអារម្មណ៍ថាស្រស់ស្រាយមែន គឺពិតជាស្រស់ស្រាយមែននេះដូចជាកំពុងតែស្ថិតនៅលើវាស្មៅអញ្ចឹងមែនហើយនេះគឺជាម៉ាស៊ីនបំលែងខ្យល់ថ្មីរបស់ក្រុមហ៊ុនលេងស៊ឺរបស់ពួកយើងក្រៅពីសម្រាប់មេរោគបានហើយវានៅអាចធ្វើឲ្យបរិយាកាសស្រស់ស្រាយដូចជាធម្មជាតិអញ្ចឹងស្រួលខ្លួនអារម្មណ៍ល្អនិងស្រស់ស្រាយជានិញក្លិននេះគឺបង្កើតឡើងដោយទឹកសន្សើមនៅលើភ្នំហ៊ូជាមួយនឹងផ្កាស្មៅលាបបញ្ចូលគ្នាបង្កើតបានជាក្លិននេះអត្ថន័យរបស់វានោះគឺនាំភ្នំហ៊ូទាំងមូលចូលមកកាន់ផ្ទះរបស់លោកអ្នកមិនបាច់មានក្លិនសង្សែងអញ្ចឹងមិនល្អទេក្លិនសង្សែងលេចជាមួយនឹងក្លិនបរិយាកាសក្នុងម៉ាស៊ីននោះវាអាចបណ្ដាលឲ្យផ្ទុះបានអ្នកទាំងអស់គ្នាឆាប់ចេញទេយ៉ាងម៉េចហ្នឹងហេតុអីទេមិនល្អទេឆាប់រត់ទេឆាប់រត់ទេ លឿនឡើងឆាប់នាំមនុស្សចេញពីទីនេះទៅ គេមិនស្ដាប់ដែរទេលោកមិនស្ដាប់ដែរទេលោកសៀងវ៉ាន់អ្នកកថាប៉ុណ្ណឹងក៏ចាប់អញ្ចឹងយើងបាននិយាយហើយយើងចង់ឲ្យនាងឯងងំយើងមាននាងយកទេលោកសៀងវ៉ាន់យើងឲ្យនាងនោះគឺជាសូដាមែនតែត្រឹមតែប៉ុណ្ណឹងវាមិនអាចគ្រប់គ្រងម៉ាស៊ីនល្អផ្ទុះបានទេនាងឯងចង់ទៅស្លាប់ទេសឺនៀនខ្ញុំខ្លាចណាស់លោកមកខ្ញុំចេញទេ មកនេះ សឺនៀន នាំតែនាងយកចេញទៅលឿនឡើង មិនមែនទេលោកធ្វើតែសឺនៀន អូយឆាប់ចេញទៅសិនទៅ លោកមកជាមួយខ្ញុំសឺនៀន មកជាមួយខ្ញុំ ខ្ញុំសាសូដាវាអាច ជួយលោកទេនៅខ្វល់ពីមិនសិនអីទៀតជីវិតគឺសំខាន់ជាងបើនឹងមិនខ្វល់ពីខ្លួនឯងទេក៏គួរតែខ្វល់ពីកូនឯង ឡៃសឺនៀនលោកមិនអីទេឡៃសឺនៀនលោកដាក់ខ្លួនឡើងឡៃសឺនៀនលោកចាំមកទៅហើយលោកដាក់ខ្លួនឡើងលោកមិនអាចមានរឿងអីកាត់ឡើងបានទេលោកជាបងរបស់ក្មេងឡៃសឺនៀនដាក់ខ្លួនឡើងឡៃសឺនៀន គ្រប់ចាំមកពីខ្ញុំបើមិនមែនប្រទិខ្ញុំទេឡៃសឺនៀនគេក៏មិនអាចមានរបួសចឹងដែរ អ្នកនាងមួយថាខ្លួនឯងផងអ្នកនាងនៅមានកូននៅក្នុងពោះទៀតផង ជំនួយការឆិនគេមិនអាចតែមែនទេលោកគ្រូប៉ែនគេចាំមកទៅហើយក ុំបារម្ភអីគ្មានអីធ្ងន់ធ្ងរទេសំណាងហើយដែលផ្ទុះនេះមិនបានគ្រោះថ្នាក់ដល់គ្រឿងក្នុងនោះគ្រាន់តែរបួសនៅខាងក្រោយស្មា
ត្រូវមើលថែបានល្អ មិនអីក៏ល្អហើយគឺពិតជាល្អណាស់ នឹងជាប្រពន្ធគេហ៎ មិនមែនទេខ្ញុំគឺជាកូនចៅរបស់គេទេ ពិតជាកម្រឃើញកូនចៅដែលបារម្ភពីប្រធានចឹងណាស់ អរគុណគ្រូពេញ ស្នឹងហើយតែគេមិនស្លាប់នឹង លោកដឹងខ្លួនហើយគ្រូពេន អូប្តីនឹងដឹងខ្លួនក៏ល្អហើយមិនបាច់បារម្ភទេមើលថែរបួសឲ្យគេទៅបានហើយក៏បញ្ចូលឈាមទៅបានហើយ អរគុណលោកគ្រូពេនគ្រូពេនគេយកច្រឡំហើយចាំខ្ញុំទៅចាក់ទឹកឲ្យលោកសិន ពេលផ្ទុះនោះនឹងនិយាយថាកូនក្នុងពោះជាកូនរបស់ខ្ញុំជាការពិតដែរទេនឹងនិយាយថាកូនក្នុងពោះជាកូនរបស់ខ្ញុំជាការពិតដែរទេគឺជាថ្ងៃដែលខ្ញុំត្រូវគេដាក់ថ្នាំនោះមានផ្ទៃពោះមែនទេ សម្លេងផ្ទុះខ្លាំងយ៉ាងនេះលោកប្រកាសជាស្មោះស្ម័គ្រហើយ ឈប់កុហកទៅនឹងបាននិយាយច្បាស់ណា និយាយគ្នាអីទៅយ៉ាងម៉េចនេះមានរឿងអីដែលខ្ញុំមិនអាចស្ដាប់បានមែនទេ ឯងមកចាំពេលល្អនេះយ៉ាងទៅយកទឹកសិន បងប្រុសខ្ញុំប្រាប់បងរឿងបងត្រូវដល់នោះខ្ញុំបានបាត់ព័ត៌មានឲ្យបងរួចហើយម្ចាស់ភាគហ៊ុនគេគ្មាននរណាដឹងនោះទេបងឆាប់ប្រសាឡើងទេគ្រាន់តែកម្មវិធីប្រកាសផលិតផលនៅលើកនេះគឺមានរឿងធំទេមើលទៅខាងម្ចាស់ភាគហ៊ុនគេនឹងមកលើកឡើងឲ្យបងនោះទេ យើងដែរហើយចាំបងចាត់ នេះមិនគណសុកសាប់តូនចឹងហើយនៅចិត្តបានយ៉ាងនេះទៀតនេះមិនមែនមានមនុស្សចង់ធ្វើបានទេមែនទេ ឆិនហឹង នាយកលេងលោកមានអីចង់បញ្ជាក់ដែរ រឿងម៉ាស៊ីនផ្ទុះលើកនេះឯងត្រូវតែស៊ើបខ្លួនឯងឲ្យបានច្បាស់យើងទុកពេលឡើង2ថ្ងៃនៅមានទៀតត្រូវការពីបានល្អបើសិនជានឹងកាត់អីនោះឯងងាប់មិនខានទេ បាននៅតែបងប្រុសល្អជាមួយបានវ៉ាន់ យ៉ាងម៉េចឯងមានបញ្ អត់ ហា ទេអត់ទេគ្មាននោះទេស្រឡាញ់បងប្រុសជាងគេហើយ មកញ៉ាំបាញ់ខ្ញុំប្រាប់លោកនេះចិត្តបានខ្ញុំបង្កើតធ្វើជាងគេតែនេះថាលោកញ៉ាំហើយនោះសរសើរខ្ញុំអត់ពីមាត់ទេមកញ៉ាំទេ បញ្ចប់មក លោកត្រូវរបស់ខ្ញុំបានរបស់ដៃនេះញ៉ាំខ្លួនឯង រប ទេ បក្រោយខ្នងធ្វើឲ្យដៃឈឺ ទោះបីជាខ្ញុំមិនចេះពេនប៉ុន្តែខ្ញុំមិនចំនួនល្ងងទេក៏បានមកលើលោកបានជួយជីវិតខ្ញុំជួយបញ្ចុកលោកម្ដងទៅចឹងតែមិនមកនោះទេណាយ៉ាងមិនដែរ ឆ្ងាញ់ នៅប្រកាសជាឆ្ងាញ់ហើយលេខអ៊ីហាំគេចូលចិត្តម្ហូបនេះណាខ្ញុំធ្វើគេញ៉ាំរាល់ថ្ងៃ ខ្ញុំឆ្អែតហើយ នេះលោកបានញ៉ាំតមកតែឆ្អែតចឹងឯងលោកក៏ជាអ្នកជំងឺត្រូវតែញ៉ាំឲ្យបានច្រើនទៅឆាប់ជាហ្នឹង មិនបាច់ទេខ្ញុំធូរច្រើនហើយ នេះលោកឈ្មោះទេដឹងបានតែក៏ខឹងទៅហើយឯងតាំងនេះគឺជាទឹកអប់ដែលខ្ញុំនិយាយជាពិសេសសម្រាប់លោកទឹកអប់ក្លិនបៃមូចាត់ទុកថាជាការសងគុណលោកដែលលោកបានជួយខ្ញុំជាមួយនឹងកូននៅពេលផ្ទុះនោះទៅចឹង ក្រអូបដែរតាពិតជាសំជាមួយខ្ញុំណា លោកក៏ប្រកាសហើយខ្ញុំធ្វើវាតាមក្លិននៅលើខ្លួនលោកនេះគឺមានតែមួយគ្មានពីរនោះទេណា វ៉ាន់នេះជាក្លិនបៃមូវ៉ាន់យើងក៏ចង់បានដែរ ហើយចានេះក៏ធ្វើឲ្យលោកនាយកទី ក្លិនទឹកអប់ស៊ីមូដែលធ្វើយើងលើកមុនពេលនេះយើងប្រើអស់ហើយ នេះក៏ធ្លាប់ធ្វើទឹកអប់ឲ្យលេងអ៊ីហាំងដែរ មែនហើយមិនតែខ្ញុំនោះទេនៅមានអូលីវីចាសុនហើយក៏ បានហើយថ្ងៃក្រោយលូសៀងវ៉ាន់អាចលេងទឹកអប់ឲ្យយើងតែម្នាក់ ស្នាអីទេខ្ញុំត្រូវពឹងលើវាដើម្បីរកលុយទី នឹងនិយាយថាមកខ្ញុំមកផ្ដាច់តែម្ដ នេះ ង បងមិនមែនចាប់ដៃលោកខ្ញុំទេអីវ៉ាន់តាពួកយើងទេមិនចាំឲ្យរបួសជាមួយគាត់ នៅ ទេ ខាងក្រៅប្រយ័ត្ន ប្រយ័ត្នអីទេខ្ញុំជាមួយវ៉ាន់កាលពីមុនសិតតែធ្វើបែបនេះ អានហើយចាអីហើយយើងបានរៀបការហើយមិនសាន់ធ្វើបែបហ្នឹងទេ ថាម៉េចនឹងរៀបការហើយហ៎ថាម៉េចនឹងរៀបការ មែ ហើយ នហើយវ៉ាន់រៀបការរួចហើយនេះរៀបការជាមួយមនុស្សប្រុសគួរសង្ហាមានលុយទៀតគឺល្អជាងបងរាប់រយរាប់ម៉ឺនដងឯណោះ ខ្ញុំស្រាប់គេនិយាយប្រាប់អីខ្ញុំមកគេទៅរងាប់អារម្មណ៍សិន ឈប់សិន នាងលោកសៀងវ៉ាន់ពិតជាសំណាងមែនលេងសឺនៀនមកជាប្រថុយជីវិតទៅជួយវាទៅវិញមិនមកជាអញទៅនិយាយប្រាប់ដល់ចំពោះមុខគេបែបនេះ យើងមាននិយាយប្រាប់ដែរណាទេយ៉ាងណាមុននឹងក្រោយគេកុំតដឹងទេថារៀបការ តែ ហើ ពេល យ គេមិនទាន់ជាតិទេកុំធ្វើឲ្យប៉ះពាល់អារម្មណ៍គេអីអញកុំធ្វើគេមុំមកអី ធ្វើគាត់ខាងស្លាប់កាន់តែល្អណាស់គាត់បំផ្លាញការរកស៊ីរបស់យើងទេមុននឹងក្រោយគាត់គង់តែដឹងថាអញជាប្រពន្ធគាត់ ឯងមិនត្រឹមតែមិនងាប់ទេឯងនៅជាប្រពន្ធស្របច្បាប់របស់គេទៀតបានឯងមិនងាប់អីយើងនឹងស្បត់ថារកក្រុមស្ជប់បាញ់100វិធីដើម្បីឲ្យឯងបានងាប់អីបានពួកអញចង់ធ្វើស្អី ពួកយើងមកចាប់នាង ពួកអញហ៊ានទេលេចយើងប្រាប់អញយើងជាគូរដណ្ដប់របស់លេងសឺនៀនយើងនឹងមិនដាស់លេងពួកអញទេចេះចេះពីផ្លូវអញ ចុះបើសិនជានាយកលេងជាអ្នកឲ្យយើងមកចាប់ខ្លួននាងវិញនោះ ថាម៉េច លេងអ៊ីហាំងនិយាយមិនពិតទេនឹងមិនទាន់រៀបការទេមែនទេ នោះក៏ជាការប៉ិនគ្រាន់តែជួយតាមសវត្ថជាមួយគ្នាទេមិនដែលបានជួបមុខគ្នានោះទេ អញ្ចឹងហើយនឹងហ៊ានរៀបការជាមួយគេផងហើយនឹងនៅសម្រាប់ជាសង្សារខ្លាំងខ្លារបស់លេងអ៊ីហាំងទៀត លោកចង់គិតយ៉ាងម៉េចក៏បានដែរ លោកនាយកអ្នកដែលធ្វើឲ្យផលិតផលថ្មីនោះផ្ទុះរកឃើញហើយ លេងអញសឺនៀនមិនមែនខ្ញុំទេសឺនៀន នេះគឺជារូបភាពនៅក្នុងកាមេរ៉ានៅពីក្រៅឆាកនៅថ្ងៃនោះ យាយឈិងផោះតាំងមានគ្រប់ទៅហើយនឹងថោកឯងនៅចង់និយាយអីទៀត សឺនៀនអូនគ្មានចេតនាទេអូនគ្រាន់តែឈ្គួតមួយពេលទេអូនគ្មានចេតនាទេមកលើកលែងអូនផងទេមិនបានជានឹងធ្វើបែបនោះនៅក្នុងកម្មវិធីនោះមានមនុស្សម្នាក់ច្រើនណាស់នេះមិនមានរឿងអីតាគិតយ៉ាងម៉េចនៅមិនទាន់ដល់ពេលមនុស្សថប់ទៀតនឹងចេះដឹងទេ គ្រូសាលេងទុកមនុស្សអាក្រក់ដូចជានឹងឯងមិនបានទេចាប់ពីថ្ងៃនេះទៅដកភាពសន្យាដែលរៀបការជាមួយនឹងវិញ
ឆាន់ហឹងអញតាតងតែតែងទៅឲ្យនាងនរកនេះជាអ្នកទទួលខុសត្រូវ បា តា ទលោកនាយក សឺនីនបងជឿអូនទេមិនមែនទេបងជឿអូនទេអូនខុសហើយអូនលែងហ៊ានធ្វើទៀតហើយអូនមានកូនរបស់បងអូនមានសាច់ឈាមរបស់បងកូនគេពិតជាមិនដឹងអីនោះទេអូនដឹងខុសហើយ ស្រីថោកទៀតដូចជានាងមិនសមមកមានកូនជាមួយយើងទេ នាយកលេងមិនចង់ឲ្យអ្នកបង្កើតកូនសិនទេគ្រឿងរបស់មនុស្សធំនោះគ្មានអីពាក់ព័ន្ធជាមួយនឹងក្មេងនោះទេ បានបញ្ជូននាងនេះទៅវាមានហើយចឹងមុនពេលវាកាត់កូនមិនអាចឲ្យនាងនរកនេះចេញមកបានមួយជំហាននោះទេ បាន សឺនីនអូនដឹងខុសហើយបងលើកលែងអូនថោកទៅនាងថោកទៀតនាងឆ្កែនាងថោកអូននាងឯងយកស្អីមកយើងស៊ីហ្នឹង នាងឯងនៅគិតថាខ្លួនឯងជាអ្នកស្រីលេងទៀតទេនាងឯងក៏មិនមើលខ្លួនឯងផងនាងឯងពេលនេះគឺជាសម្រាប់មនុស្សទីណា អាណាឲ្យនាងឯងចាំធំនោះពួកនាងឆ្កែចាំស៊ីឯងអស់នេះនាំគ្នាបោកក្បាលចេញអស់ទេ ចេញក៏ចេញដែរវើយកុំដល់ពេលឃ្លាននោះមកហៅយើងឲ្យសោះហ្នឹងតោះឆាប់ទៅ ចេញទេគឺមកពីឯងដែលធ្វើយើងខ្លាចជាកណ្ដុលដែលគ្រប់គ្នាតាមវាធ្វើបានគឺមកពីនាងឯងយើងគ្មានថ្ងៃដោះលែងនាងឯងទេយើងក៏នឹងធ្វើឲ្យនាងឯងស្លាប់អាយ៉ាណាទីបំផុតចេញទៅធ្វើការហើយគឺពិតជាហត់ណាស់អេសេវ៉ាន់អញទៅជាមួយគ្នាដែរទេអើមិនចាំបាច់ទេខ្ញុំត្រូវតាមទីពេទ្យទេអូហាត់ហើយហ្នឹងបាយបាយឆាន់ហឹងមិនបានចាញ់ដាក់មកគ្មានសម្លេងអីទេអញ្ចឹងយើងស្មានតែលូសៀងបានមកតា នាយកលេងគ្រូពេទ្យបាននិយាយហើយលោកជាអស់ហើយអាចចេញពីមន្ទីរពេទ្យបានហើយមិនបានជាលោកនៅតែមិនព្រមចេញទៀត មន្ទីរពេទ្យនេះស្អាតយើងចង់នៅប្រហែលថ្ងៃទៀតមានបញ្ហាហ៎ គឺខ្លាចថាលោកចង់ឲ្យនាងនោះនៅមើលថែលោកតិចហ្នឹង ចេះដឹងណាម៉ោងប្រហែលហើយ ម៉ោង8ហើយ ម៉ោង8ហើយមិនបានជាលូសៀងបាននៅមិនទាន់មកទៀតអាចឲ្យនាងឃើ គ្មាន ញ នោះ ថា ទេ ម៉ោងហ៎ អ្នកនៅខាងនោះបាននិយាយថាអ្នកនាងនោះចេញធ្វើការតាំងពីម៉ោង6មកម្លេះ ម៉ោង6ឆាប់ឆែកកាមេរ៉ានៅជិតក្រុមហ៊ុនភ្លាមទៅ នាយកលេងមិនល្អហើយអ្នកនាងនោះមានរឿងហើយ គឺពិតជាស្អុយណាស់នេះគឺជាខ្ញុំចាប់ផ្លិតចំណៃសាន់ នាងដឹងខ្លួនហើយអេបងធំឆាប់មកមើលមកស្រីស្អាតដឹងខ្លួនហើយមានកម្លាំងភ្លាមតែម្ដងបងឡងមុននឹងក្រោយស្រីនេះវាគង់តែងាប់ទេមិនចាំពួកយើងសប្បាយមុនឲ្យហើយទៅអីចាំសម្រាប់វាហ៎ហើយគិតស្អីហ្នឹងទោះជាត្រូវសប្បាយក៏យើងជាអ្នកសប្បាយមុនដែរ ឆាប់សាន់បដិរបស់យើងគឺជាម្ចាស់ក្រុមហ៊ុនលេងស៊ឺនីនអាចតែពួកអញប្រំដាស់លេងយើងនៅឲ្យតម្លៃពួកអញគុណនឹងដាំ យើងធ្វើបើសិនជាអ្នកស្រីនាយកជានឹងឯងមែននោះអញ្ចឹងយើងគឺជាលោកនាយកទៅហើយ មែនបើពួកអញជិះក៏ហេតុទេបើពួកអញជិះក៏សាប់មើលទេតែលើខ្លួនយើងមាន GPS មិនយល់ទេលេងស៊ឺនីនក៏កងតែរកឃើញទេពួកអញគ្មានអនុខ្លួនទេអាយ៉ាបដិរបស់យើងស្រឡាញ់យើងហ្នឹងអាចតែពួកអញប្រំដាស់លេងយើងគេនឹងឲ្យលុយពួកអញដល់ទៅ10កាន 10កោតទេហេបងឡងស្រីចង្អៃនោះឲ្យយើងតែ10លានទេមិនចឹងទេពួកយើងចូលខាងនាងនេះទៅវិញចូលខាងវាអីទៅហើយកំពុងតែត្រូវវាបោកទេនាងស្រីមានអីបញ្ជាក់ថានាងជាអ្នកស្រីនាយកទៅម៉ែណៃ អញអាចទៅទូរស័ព្ទរបស់យើងទៅគេបានដល់ពេលនោះអញមិនចាំបាច់និយាយអីទេគេនឹងហៅយើងថាអូនសម្លាញ់ហើយហ្នឹង បងឡងមិនចឹងពួកយើងក៏សាក់មើលទៅឲ្យតែទៅឲ្យគឺវាលើកឲ្យឲ្យតែវាហៅថានាងនេះជាអូនស្នេហ៍ពួកយើងក៏បាត់ទៅវាក៏មិនអីដែរនេះចាំបាច់ឯងនិយាយដែរទេយកមកនេះមកឈប់ឡើងចឹងហ្នឹងគឺលូសៀងវ៉ាន់ ឥឡូវលោកប្តីមានខ្លាំងចំណៃសាច់ខ្លាំងណាស់មកឆាប់ជួយអូនផងពួកអាល្ងងចំមុំនេះបកកែហ្នឹងវាកំពុងតែប្រាប់ឲ្យជំនួយហើយឆាប់ចេញទៅឥឡូវលោកប្តីមានខ្លាំងចំណៃសាច់ខ្លាំងណាស់មកឆាប់ជួយអូនផង រោងចក្រសាន់នៅភូមិខាងកើតមានរោងចក្រគេបោះបង់ចោលមួយឆាប់បោះក្រោយទៅ នាងអញហ៊ានប្រាប់គេឲ្យជួយផងលេងចង់រស់ហើយអីនៅនិយាយថាខ្លួនឯងជាអ្នកស្រីនាយកផងនាងអញសំដែរទេមិនថាឈិងយកតែមានរឿងអីជាមួយអញទេមិនបានចាញ់រករឿងយើងរហូតនោះនាងអញគ្រាន់តែជាអ្នកអនាម័យសឹងនាងអញសម្អាងអីធ្វើជាអ្នកលេងទឹកអប់ទេនាងអញសម្អាងអីបានការជឿជាក់ពីលេងស៊ឺនីនបានទេយើងទេទៅសំជាអ្នកស្រីនាយកនោះអញសំដែរទេមិនថាឈិងនាងចង់ខ្លាចជាអ្នកស្រីនាយកឡើងឈួតទៅហើយនាងអញដើម្បីអំណាចដើម្បីលុយរឿងអាក្រក់អីក៏ហ៊ានធ្វើដែរក៏តែមានថ្ងៃណាមួយនាងអញនឹងទទួលរងនៅបាបកម្មរបស់ខ្លួនឯងទេ បានកូនមិនបានកើតអីទេតែអ្នកជំងឺបានធ្វើឲ្យប៉ះពាល់ដល់សរសៃកូនចឹងហើយត្រូវតែឲ្យនាងសម្រាប់បានច្រើនមិនអាចឲ្យនាងហត់បានទៀតទេបានអរគុណគ្រូពេន មិនល្អទេនាយកលេងមុននេះពួកយើងបានយកយាយឈិញតើឲ្យប៉ប៉លីប៉ុន្តែត្រូវឆាន់ស៊ីវរមកខននៅពេលនេះនាំទៅផ្ទះចាស់វិញមកហើយ ថាម៉េចនេះយាយកញ្ចាស់នោះគិតថាយើងងាយរករឿងបានចឹងហ៎ វ៉ាន់អាយយ៉ាងម៉េចទៅហើយនេះឯងមានរបបត្រង់ណាទេមិនបានចាញ់បាត់ភ្នែកមិននិយាយអីចឹងវ៉ាន់
anh là miên mốc mà dông thiên niềng trai dây chinh chập tới những bi ta rồi lúc con ta hay anh mà đang ấy phong anh mình bên chỉ bà lò ấy thế anh còn miên mốc បង mà នេះ thế មកនិយាយទីនិយាយឈិញនោះមិនចំនួនល្អស្អីទេបងនឹងជួយវាមកធ្វើបានម្ដងហើយម្ដងទៀត nhưng tôi chui về bênนู้นยังnó mình tì bẹt thế anh vinh nu anh nè nà thứ anh nó chỉ bà là bọc mình thiên ខ្ញុំមិនទេខ្ញុំខ្លាចច្បាស់គ្មានតែពីពេលណាទេ cá bị thayนู้นnó mình tì bên anh còn ai buồn niềng ở hai anh thạp ba chẳng mấy bênนี้anh mà trong tụi tôi squat tê បង bên thế បងយកច្រឡំហើយកូននៅក្នុងពោះរបស់វ៉ាន់វ៉ាន់គឺជាកូនរបស់បងនោះទេខ្ញុំបានសន្យាជាមួយវ៉ាន់វ៉ាន់ហើយថាមិនប្រាប់រឿងនេះដល់គាត់នោះទេគឺជាក្មួយបងហើយនេះបងត្រូវតែការពីម៉ាក់កូនគេឲ្យល្អបានទៅ bà dân tao mình toàn bên nu là tập pháo với bị ba sman đòn này giúp này anh trai tao nói tình đi thưa tôi này tí chỉ ba kề ban អញ្ចឹងក្នុងនាមបងជាប្តីនាងនោះបងគួរមានទូនាទីធ្វើអ្វីដែរទេរឿងកូនគឺមិនអាចនិយាយបានប៉ុន្តែរឿងប្តីប្រពន្ធនៅគ្នានោះគួរតែអាចនិយាយបានហើយ anh như vậy thằng anh nè nát chụp đây bọn niềng មកនេះអានិយាយថាណាគេចាប់ប្តីរបស់យើងនឹង anh như vậy thằng anh nè nát chụp đây bọn niềng tư មកនេះអានិយាយថាណាគេចាប់ប្តីរបស់យើងនឹង វ៉ាន់វ៉ាន់អាយមិនអីទេមែនទេ bạn niềng mà này thế វ៉ាន់វ៉ាន់អាយមិនកើតអីទេមែនទេ បើសិនជាពួកលោកតែបែបនេះទៀតខ្ញុំប្រកាសជាអីហើយនៅមុននេះអានិយាយថាណាគេចាប់ប្តីរបស់យើងទេ នេះអ្នកទាំងពីរសូម្បីតែប្តីប្រពន្ធខ្លួនឯងគឺជានរណាក៏មិនដឹងដែរមែនទេ អា anh cứ ban này thả propon sập cho ba bọn dân cứ chỉ lú sang bán này លេខអីហឹងអានិយាយច្បាស់មក ល្អអញ្ចឹងខ្ញុំនឹងប្រាប់អ្នកទាំងពីរឲ្យបានច្បាស់ម្ដងចុះបងលេងសឺនេះឯងលូសៀងវ៉ាន់អ្នកទាំងពីរគឺជាប្តីប្រពន្ធនឹងគ្នាគឺជាប្តីប្រពន្ធស្របច្បាស់ បានចាំម្ដងចង់ចដាក់ក្រាក់នោះគឺជាម៉ាត់បងឯង chẳng ban này thả chân siêu nó mày một mày anh chỉ mũi lú sang bán hai ban nào dân chỉ mũi lú sang bán cho ta rồi một ឆាន់សៀវរងដើម្បីអស់លេខសឿនតម្លាក់ពីតំណែងហើយនេះបានចោលយើងទៅថតរូបក្បានជាមួយនឹងនិយាយឈីងឈីងនោះ chẳng mấy ban chỉ nên ta bia dây chân chân chẳng cái những trong mà dân này chỉ mũi lú sang bán rồi họ tới ban mà chụp bên đây chỉ mũi nhân mình chẳng ấy នោះគឺមកពីម៉ាក់ខ្ញុំដឹងថាខ្ញុំបានស្លាញ់វ៉ាន់វ៉ាន់ទេគឺតុកនេះត្រឹមជីមិតទេហើយនេះខ្ញុំទេថាគាត់ຕົកយាយឈីងឈីងឲ្យនៅក្បែរបងឲ្យធ្វើជាប្រពន្ធបងបងធំរឿងទាំងអស់នេះគឺម៉ាក់ខ្ញុំជាអ្នកធ្វើម្នាក់ឯងទេហើយវាក៏មិនមានអីពាក់ព័ន្ធជាមួយខ្ញុំនោះទេ anh mình ban sành ban tại anh bắt chợt thôi những người tây ហេ phụ với ប៉ុណ្ណឹងបានហើយ group bên anh những sầm lại bàn lò mà ai cầm lại អ bàn thế បាន បាទហើយខ្ញុំមិនរំខានអ្នកទាំងពីរផ្អែមល្ហែមនោះទេ អញតោះ chẳng mấy rip ca hay nó cất bị prop xanh thế đấy rip ca hay nó cất bị prop xanh thế đấy អើគ្មាននោះទេបើសិនជាខ្ញុំដល់ធ្វើលោកជាប្តីខ្ញុំនោះខ្ញុំក៏បាននិយាយគ្នាជាមួយលោកបានច្បាស់យូរហើយពួកយើងលែងគ្នាទេ lạnh nhá hả មែនហើយពួកយើងក៏មិនចង់រៀបការជាមួយគ្នាដែរថាតែនិយាយឈីងឈីងនោះក៏មានកូនរបស់លោកទៀត ខ្ញុំជាមួយយាយឈិងឈិងនោះគាត់តែជួបបានហើយមិនរៀបការទេក្រោយរៀបការហើយខ្ញុំមិនដែរទៅបាននេះទេ បានចាំនេះមានកូនជាមួយលោកនោះជាការពិតឬអន់ រឿងយាយឈិងឈិងខ្ញុំនឹងចាត់ការបានល្អហើយនឹងហាមយករឿងនោះជាលេសរឿងខ្ញុំចេញអត់សោះពួកយើងរៀបការជាមួយគ្នាទៅហើយអញ្ចឹងចាប់ពីស្អែកនេះទៅនឹងរើទៅនៅវាមានគ្រូសាលេងទៅ អត់នោះទេ ចាប់ពីស្អែកនេះទៅខ្ញុំមិនចង់លើកពាក្យថាចាក់ចេញពីមាត់នាងទេឆាន់ហឹង បាទ ធ្វើឯកសារចេញពីមន្ទីរពេទ្យឯអ្នកស្រីនាងចង់សម្រាប់នៅផ្ទះ បាទបង នេះឡងលេខសឿននេះអីស្នាហើយដល់នៅទីនេះមិនសូវខ្ពស់នោះលេខសឿននេះលោកចង់ខំខ្ញុំផងអីគ្មានខ្លះទេវ៉ាន់វ៉ាន់កូនទៅនៅកន្លែងនេះធ្វើអីទៅអាម៉ាខ្ញុំគ្រាន់តែមកសុំខ្យល់កាន់ទិញកូនស្រីល្ងងឯងនេះក៏ពុកតែមានពោះមានពងផងកូនទៅកន្លែងខ្ពស់យ៉ាងនេះធ្វើអីទៅឲ្យលឿនមកកូនឆាប់ចុះមកយឺតយឺនម៉ាដល់រឿងអស់ហើយឯង ឯនៅនិយាយទៀតមានរឿងធំបែបនេះក៏មិនប្រាប់យើងសំណាងឲ្យតែកុំប្រសាប្រាប់ពួកយើងទាន់ពេលទទួលពួកយើងមកទីនេះនោះ កាយបានអត់អ្នកទាំងពីរមកខ្លំមើលខ្ញុំវិញ គ្រូពេទ្យនិយាយថារាងកាយបានខ្សោយណាស់ជាពិសេសគឺពេលនាងមានផ្ទៃពោះដំបងនាងត្រូវសម្រាយបានល្អខ្ញុំចង់ទទួលនាងទៅវាមានរបស់ខ្ញុំក៏ចង់ឲ្យប៉ាម៉ាក់ទៅទីនោះដែរស្រួលមើលថែបានប្រកាសជាល្អហើយ អ្នកមីងឈិនចាទៅហើយអ្នកនេះប្រកាសជាអ្នកស្រីហើយនោះអីយ៉ាម៉ាស់អ្នកស្រីទៅបន្ទប់សម្រាប់ទៅ ផ្ទះកូនប្រាសាទនេះពិតជាមានលុយមែនសូម្បីតែផ្ទះនៅក៏ខុសពីគេដែរ នេះឯងកំពុងតែយកស្អីនឹង យើងប្រាប់ឯងនេះជាធូបបុរាណហ៎អ្នកបំរើនៅជាន់ក្រោមប្រាប់យើងថានេះជាធូបអីសម័យឆៅអីនោះតម្លៃ50លានអាណោះ យើងប្រាប់នាងយើងយកធូបនេះទៅលក់បំណុលរបស់យើង50ម៉ឺននោះក៏សងរួចហើយនៅតែផ្ទះបានធំមួយទៀតណោះ នេះឯងនិយាយថាមិញនេះទៅតែរឿងមិននៅទេឯងមានច្រកថាប់ទៀតលុយរបស់គេអញ្ចឹងហើយបើសិនជាកូនប្រសាបានដឹងរឿងនោះកូនស្រីយើងតែតែមកឲ្យយើងមកឲ្យយើង អូយស្រីចម្រៃ
នឹងឯងហ៊ានប្រហឹងជាមួយយើងផងនឹងឯងចង់ទៅងាប់ឯនឹងថោកនេះនឹងឯងគិតថានៅផ្ទះកូនប្រសាយើងមិនហ៊ានវានឹងឯងចឹងហ៎យើងប្រាប់នឹងឯងនៅតែផ្ដៅនឹងឯងចឹងនឹងថោកទៀតនឹងថោកទៀតនឹងថោកម៉ាម៉ាតែមកទីម៉ាម៉ាតែមកទីលោកសាឆេនអានចំនួនដែរទីនឹងចង្រៃយើងបដៅប្រពន្ធមានអីពាក់ព័ន្ធជាមួយឯងទៅឯងម៉ែឯងគឺវាថោកពេកយើងមិនបដៅវាគឺមិនបានទេអាចទេឯងសាប់ប្រមាថយើងមកទេឯងមកមិនខានទេអូយើងយល់ហើយពួកឯងពីរនាក់ម៉ែកូនរួមគំនិតគ្នាបោកយើងរួចហើយនឹងកូនចង្រៃក៏មិនថាអ្នកណាចំណេញចំក្បាលឯងមកទេឯងកាន់តែរឹងក្បាលទៅហើយថ្ងៃនេះយើងនឹងវាយនឹងឯងមិនខានទេថ្ងៃក្រោយនឹងឯងប្រកាសជាលែងស្ដាប់តាមយើងហើយនឹងកូនចង្រៃលោកហ៊ានទេកូនប្រសាឯងមកហើយគឺបែបនេះនាងអស់នោះវាមិនដឹងពីច្បាប់ប៉ាក្មេកម្នាក់នេះក៏បដៅវាឲ្យស្គាល់ច្បាប់អីទៅក៏ច្បាប់របស់ម៉ែឯងស្អីឯងដល់ផឹកស៊ីលេងល្បែងនៅខាងក្រែងមកវិញទៅវាយមកយើងទីឯងមិនក៏មិនទៅស្លាប់ទេនឹងកូនចុងមកសៀតនឹងឯងហ៊ានប្រហឹងជាមួយយើងផងហ៎យើងឲ្យលោកមកនេះគឺដើម្បីមកមើលថែប្រពន្ធកូនយើងមិនមែនឲ្យអតីតឆានឯងមកធ្វើបាបទេឆានហឹងយើងមិនចង់ឃើញតែកចាននេះនៅទីក្រុងនេះទៀតទេបានកូនប្រសាយ៉ាងណាយើងក៏ជាឪក្មេករបស់ឯងដែរឯងឲ្យលុយ5លានមកយើងមកអញ្ចឹងក៏ចាត់ទុកថាស្មើគ្នាទៅចុះឯងឲ្យយើងធ្វើអី3លានក៏បានដែរអើយ1លានឬក៏50,000ក៏បានដែរឲ្យមកក្មេងទៅសម្រាប់សិនទៅខ្ញុំតែឲ្យគ្រូពេទ្យឲ្យមកពិនិត្យគាត់ចាបានអរគុណលោកហើយមកលោកហើយខ្ញុំនៅដល់ក្រុមស្ជប់បាយដើម្បីនាំមកចេញពីប្រាក់ឲ្យបានពួកចេញនាំគ្នាទៅសម្រាប់អីវ៉ាន់មកឃើញកូនភាសាគេល្អជាមួយនឹងកូនណាស់កូនកុំតន់អត់គិតរឿងលាយអីម៉ែហើយរបស់ពួកចេញបជារញ៉ៃហ្នឹងនិយាយមកផ្លែនក៏មិនអត់នោះទីគឺមកពីម៉ាក់ខ្លួនឯងមិនល្អកូនឲ្យម៉ាក់លេងគ្នាជាមួយអាខ្មៅល្បែងនោះប៉ុន្តែម៉ាក់មិនស្ដាប់កូនអញ្ចឹងហើយបានជាធ្វើឲ្យកូនគ្មានសមត្ថភាពបែបនេះសូម្បីតែរៀបការហើយក៏កូនមិនរលូនដែរម៉ាក់នោះទេម៉ាក់រឿងនេះគ្មានអីពាក់ព័ន្ធជាមួយម៉ាក់ទេអ្នកស្រីមានអ្នកនាងយាយម្នាក់គេចាំមកជួបអ្នកនាងមកតាប្រធានយើងគឺពិតជាមានជីវិតល្អណាស់ក៏ប៉ុន្តែអ្នកស្រីនៅយុគខាងនេះមកទៅនៅតែមានក្តីសុខធម្មតាទេតែប៉ុណ្ណេះជាមួយនាងទេក៏មិនដាំអីយើងមិនមែនមកដាំលេងស៊ីនីនជាមួយនឹងនាងនោះទេណាស្អែកនេះជាកម្មវិធីប្រចាំឆ្នាំរបស់ក្រុមហ៊ុនលេងស៊ឺហើយយើងបានសន្យាជាមួយអ្នកស្រីចាស់ហើយឲ្យតែយើងបញ្ជាក់ឲ្យគេបានថាលេងស៊ឺនីនក្បត់ប្រពន្ធហើយមានកូនជាមួយយើងមុនរៀបការនោះដល់ពេលនោះភាគហ៊ុន 10% នឹងខ្លះជារបស់យើងអានយុហ៊ុនដល់លេងនោះមានចង់យកក៏យកទេអ្នកប្រេឈិងក៏ជាបារបស់កូននាងបើយើងមានលុយអាណាជាបាកូនយើងក៏បានដែរស្រីកញ្ជ្រុងគ្មានអីនោះទេអ្នកចាំជាយ៉ាងម៉េចក៏បានដែរយ៉ាងណាក៏អ្នកឆ្នេះចំក្រោយនោះនៅតែជាយើងដដែលទេអាចឈប់សិនយើងសួរសំណួរនាងមួយអ្នកតែមានកូនជាមួយលេងស៊ឺនីនតាំងពីពេលណាទេយើងមានសំណួរមួយអ្នកតែមានកូនជាមួយលេងស៊ឺនីនតាំងពីពេលណាទេអ្នកស្រីបិសាចនេះតែបានខ្លួនជាយើងធ្វើឲ្យលេងស៊ឺនីនយកច្រឡំថាស្រីកាប្រយុទ្ធនោះគឺជាវិញខ្លះនេះគឺជាកូនរបស់ខ្ញុំមែនទេនៅសន្តាគារឲ្យជាងពេលនោះនាងវល់ខ្ញុំជួយនាងនិយាយថាមនុស្សស្រីកាប្រយុទ្ធខែទី4ខែទី10គឺជានាងនៅខែ4ថ្ងៃទី5ទី6ឬក៏ទី7ថ្ងៃច្រើនយ៉ាងនេះណាគេតែចាំបានទេតាមពិតតែយើងឈិញមិនបានខ្លួនជាខ្ញុំទេតាមពិតពួកគេពិតជាឆ្លោះស្លាញ់គ្នាមែនមកតែលូសៀងវ៉ាន់វានឹងដល់ថាយើងបានខ្លួនជាវានៅយប់នោះទេអញ្ចឹងនាងក៏យកច្រឡំមកដល់ទីបញ្ចប់ទេមិនបានជាមកស្រុកឆ្លាតខាងណាទេនាងអញ្ចឹងនាងនៅមិនទាន់ជាទេលេងស៊ឺនីនពួកចេញលេងគ្នាទេថាមិនហើយទៅថ្ងៃនេះនិយាយឈិងមកនាងនៅរੂនេះនិយាយពាក្យមិនល្អប្រាប់នាងមែនទេនាងកុំទៅស្ដាប់នាងអីគ្មានទេនាងមិនបាននិយាយអីទេទោះបីជានាងមិនបានចំនួនល្អអីមែនប៉ុន្តែនាងក៏មានកូនរបស់លោកនាងកូននោះគ្រាន់តែជាឧបតវេតហើយមុនរៀបការទេអ្នកដែលខ្ញុំស្រឡាញ់តាំងពីដើមមកគឺជានាងតែម្នាក់គុណខ្ញុំទទួលស្គាល់កាលពីដំបូងខ្ញុំត្រូវការក្លិនធានមុននៅលើខ្លួនរបស់នាងតាក់ទាញទេក្លិនលើខ្លួននាងពិតជាក្រពិសេសណាស់ខ្ញុំមានជំងឺគេងមលូតធ្ងន់ធ្ងរណាស់តែនៅពេលដែលខ្ញុំនៅក្បែរនាងខ្ញុំក៏គេងលក់ភ្លាមតែកាន់តែនៅក្បែរនាងយូរទៅកាន់តែឃើញថានាងគួរឲ្យស្រឡាញ់នាងច្រឡោស្អាតហើយជាខ្មោចអីទេមកក៏ដល់គ្មានសំឡេងយ៉ាងម៉េចទៀតហើយមិនអាចសេរពីនាងមិនដូចអ្នកផ្សេងទេពេលដែលឃើញនាងស្និទ្ធស្នាលជាមួយលេងអីហឹងទើបខ្ញុំដឹងថាខ្ញុំខ្វល់ពីនាងប៉ុណ្ណាកូនសម្លាញ់ឆាប់ហៅបានមកក្រោយមកខ្ញុំក៏បានរៀបការទៅតែខ្ញុំមិនអាចធ្វើអីបានពេលនេះនាងគឺជាប្រពន្ធរបស់ខ្ញុំហើយ
ពេលនេះខ្ញុំអាចមាននាងពេញសិទ្ធហើយបានខ្ញុំស្រឡាញ់នាងចឹងហើយកុំចាក់ចេញពីខ្ញុំកុំរំខ្ញុំចេញបានដែរទេ តាមការពិនការក៏ស្រឡាញ់ខ្ញុំដែរស្អែកនេះជាកម្មវិធីប្រចាំឆ្នាំរបស់ក្រុមហ៊ុនលេងស៊ឺហើយយើងបានសន្យាជាមួយអ្នកស្រីចាស់ហើយឲ្យតែយើងបញ្ជាក់គេបានដឹងថាលេងស៊ឺមានក្បាច់ប្រពន្ធមានកូនជាមួយយើងមុនរីកាត់ដល់ពេលនោះយើងនឹងបានភាគហ៊ុន 10% មិនបានទេបើសិនជាពេលនេះខ្ញុំតែដល់ជាមួយគេនោះចាំគេមកចូលឈ្មោះថាក្បាច់ប្រពន្ធមែនទេហើយពួកយើងលេងគ្នាទេ ហេតុអីទេឬមួយក៏នាងគ្មានអារម្មណ៍ជាមួយខ្ញុំតិចទេ មែនហើយគ្មានសមត្ថភាពទេហើយខ្ញុំក៏មានកូនរបស់លេងអ៊ីហឹងដែរ តាមពិតនាងស្រឡាញ់លេងអ៊ីហឹងរហូតមកបានបើសិនជានាងចង់លេងឡើងអញ្ចឹងទៅហើយអញ្ចឹងពួកយើងក៏លេងឡើងគ្នាតែអញ្ចឹងអាចនេះពេលកម្មវិធីប្រចាំឆ្នាំចុងខ្ញុំនឹងទៅលេងឡើងជាមួយនាង នយោលេងលោកហូបស្រាអត់ច្រើនហើយស្អែកនេះជាកម្មវិធីប្រចាំឆ្នាំហើយឈិនស៊ីរងប្រកាសជារំស្ជបាយរករឿងលោកខាត់ទេពួកយើងពិតជាមិនអាចត្រៀមខ្លួនទុកមនុស្សទេ ពួកវាចង់បានតំណែងនាយកហ៎អញ្ចឹងក៏ចាំមើលថាពួកវាមានសមត្ថភាពឬក៏អត់ បាទនេះបងពិតជាលេងជាមួយបានពិតមែនទេ នេះនាងប្រាប់ឯងលឿនយ៉ាងនេះហ៎យ៉ាងម៉េចឯងទ្រាំមិនបានឲ្យគ្រួសារឯងជួបជុំគ្នាកអី នេះបងពិតជាមិនដឹងល្អមែនសំណាក់ហើយដែលបងមិនបានដឹងរឿងកូននោះ កូននេះឯងមានរឿងអីលាក់បាំងជាមួយយើងមែនទេនេះឯងមានរឿងអីលាក់បាំងជាមួយយើងហ៎ សុំទោសផងខ្ញុំមិនទៅនិយាយជាមួយមនុស្សចាំម៉ាស៊ីនដែលធ្វើបានមកខ្ញុំទេបើសិនជាបងពិតជាលេងជាមួយបានមែននោះគឺជារឿងដែលបងស្ដាយក្រៅជាងគេមួយជីវិតរបស់បងហើយ មិនល្អហ៎ គឺជានាយកក្រុមហ៊ុនបណ្ណានេះចំពោះមុខស្នេហាបែរជាខូបបានស្មាតហ្វូនទៅវិញ ទៅសើបមកទៅសើបរឿងលេងអ៊ីហឹងមកកាមេរ៉ានៅក្រុមហ៊ុនថ្ងៃនោះត្រូវបានបំផ្លាញចោលអញ្ចឹងក៏ទៅរកកាមេរ៉ាពេញទីក្រុងឲ្យឃើញមក បាទលោកនាយក បានមិនថាយ៉ាងណាទេខ្ញុំក៏គ្មានថ្ងៃដោះលែងនឹងដែរ កាលពីល្ងាចមិញមកឃើញកូនញ៉ាំបាយតិចណាស់កូនញ៉ាំទឹកដោះគោមុនពេលចូលគេងនេះទេពេលនៅរូបអស់នោះម៉ាក់បានលឺអស់ហើយវ៉ាន់ម៉ាក់ដឹងថាកូននៅតែចង់លេងលះប៉ុន្តែម៉ាក់ចង់ឲ្យកូននៅតែគិតឲ្យបានច្បាស់សិនកាលពីមុនកូនព្រមលំបាកជាមួយម៉ាក់រហូតមកទល់ពេលនេះកូនបានជួបមនុស្សដែលស្រឡាញ់កូនហើយកូនកុំឆាប់លេងដែរងាយអីណាកូនណា ហេលើមកថានាយកលេងរៀបការរួចហើយពិតមែនទេជាអ្នកនឹងគ្រួសារណាទៅអាចកំបាំងឬថានឹងមានសមាជិកពិសេសអូអំណាចនេះហើយយកអំណាចបែបនេះប្រកាសជាអ្នកស្រីនាយកហើយ សុំទោសផងខ្ញុំមិនជាអ្នកស្រីនាយកទេប៉ុន្តែតាមដែលខ្ញុំឮមកអ្នកស្រីនាយកនោះមិនមែនជាកូនអ្នកនាងស្អីនោះទេប៉ុន្តែបែរជាបុគ្គលិកអនាម័យម្នាក់ប៉ុណ្ណឹង ថាម៉េចនេះជាសម័យអីទៅហើយសំបីតែអ្នកអនាម័យក៏អាចឡើងជាអ្នកស្រីបានដែរ នោះមកទេនេះហើយគឺជាអ្នកស្រីនាយកអនាម័យនោះនោះមកទេនេះហើយគឺជាអ្នកស្រីនាយកអនាម័យនោះ នេះមិនមែនជាអ្នកលេងទាំងអស់ដែលធ្វើឲ្យខុសមិនសិនផ្ទុះកាលពីលើកមុននោះទេហី មែនហើយនាងកាលពីមុនគ្រាន់តែជាបុគ្គលិកអនាម័យទេក្រោយមកនាងខ្លាំងក្រែជាមួយលោកនាយកក៏បានឡើងតំណែងឡើងប្រាក់ខែទេហើយនាងនៅមកខំអ្នកស្រីចាញ់ឲ្យទៅចូលតាមសវត្ថជាមួយនាយកលេងទៀត មុខមាត់មើលទៅជាមនុស្សល្អតែបែរជាទៅធ្វើរឿងគ្មានកិច្ចខ្មាស់បែបនេះទៅវិញមែនហើយ មិនសាឈិញនេះនាងទៅរំក្បាលជាមួយពួកកញ្ចាស់នោះពួកមកកាច់យ៉ាងនេះយ៉ាងនិយាយខុសដែរទេបើមិនមែនឯងទៅនាយកលេងស៊ីនីននោះតែអាចរកការជាមួយស្រីថាប់ទៀតដែលជាបុគ្គលិកអនាម័យដូចជានាងដែរទេហើយកាលពីមុនយើងជាបុគ្គលិកអនាម័យមែនប៉ុន្តែយើងក៏មិនបានទៅលុបឆាប់ផ្លាត់គេទេបើលើដៃខ្លួនឯងទាំងពីររកលុយមានអីថាប់ទៀតនោះហើយទោះជាយើងនៅគ្រួសារអ្នកក្រក៏ដោយប៉ុន្តែពេលនេះយើងគឺជាអ្នកស្រីនាយកដែរមិនដូចជាកញ្ជ្រោងថាប់ទៀតខ្លះទេធ្វើដូចជាស្រីគ្មានគេខ្មាំងមិនដឹងថានរណាគេទៅជាមនុស្សថាប់ទៀតនោះឯងយ៉ាងគឺជាអ្នកស្រីនាយកនៅទីនេះជាក្រុមហ៊ុនលេងស៊ីមិនមែនឲ្យមកភ្លឺនៅទីនេះបានទេឯងយើងពិតជាមិនដឹងថាក្រុមហ៊ុនលេងស៊ីវាធ្លាក់ដល់ដំណាក់កាលឲ្យនាងណាជាអ្នកស្រីថ្មីនេះមកគ្រប់គ្រងបាននោះទេអ្នកស្រីចឹងវាមកនិយាយខ្ញុំគ្រាន់តែជាបុគ្គលិកអនាម័យថាប់ទៀតមួយសោះចាំមើលតលេងស៊ីមានវាធ្លាក់តំណែងទេវាស្អីក៏មិនមែនដែរ ណានិយាយថាយើងឆ្លាប់ពីតំណែងនោះនាងមកចង់ចំសៀតដូចជាចង់ឲ្យយើងឆ្លាប់ពីតំណែងណានិយាយឯងចាស់ណាស់ទៅហើយអាចចាំដល់ថ្ងៃនោះបានដែរទេ យើងថាមនុស្សមកគ្រប់អស់ហើយយើងមានរឿងមួយចង់ប្រកាសសួស្តីភ្ញៀវកិត្តិយសទាំងអស់គ្នានៅថ្ងៃនេះជាកម្មវិធីប្រចាំឆ្នាំលើកទី70របស់ក្រុមហ៊ុនរយៈពេលជាង70ឆ្នាំមកនេះក្រុមហ៊ុនលេងស៊ឺបានរីកចម្រើនកើនឡើងទៅខ្លះជាមហាសេដ្ឋីនៅក្រុងនេះប៉ុន្តែការផ្ទុកផលិតផលថ្មីកាលពីមួយរយៈក្រោយនេះបានធ្វើឲ្យភាគហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងវាមានការធ្លាក់ចុះខ្លាំងជាងគេនៅក្នុងរយៈពេលជាង70ឆ្នាំមកនេះដែលធ្វើឲ្យខាតលុយដែលមានចំនួនអស់100កើនខ្ញុំចង់និយាយថាហើយអ្នកដែលបង្ករឿងនេះកើតឡើងគឺជានាយកក្រុមហ៊ុនបច្ចុប្បន្នគេមានឈ្មោះថាលេងស៊ឺនៀន
ក្រៅពីនោះទៅទៀតគេបានប្រឆាំងជាមួយគ្រូសាការរៀបការជាមួយមនុស្សស្រីបុគ្គលិកអនាម័យនោះទៅវិញមិនត្រឹមតែប៉ុណ្្នឹងទេពេលវារៀបការហើយវាបានបាត់ប្រពន្ធវាជាមួយនឹងយាយឈីងជាច្រើនដងរហូតដល់នេះមានផ្ទៃពោះទៀតហើយខ្ញុំអាចបញ្ជាក់បានខ្ញុំត្រូវលេងស៊ឺនឹងចាប់បង្ខំទេនៅពេលដែលជំងឺគេមិនលួចរបស់គេឬឡើងនោះគេបែរជាកំហឹងមកលើខ្ញុំទៅវិញ มันអាចទៅដឹងនាយកមើលមកត្រឹមត្រូវសឹងអីហ្នឹងឯងនេះគឺហៅថាស្គាល់មុខតែមិនស្គាល់ចិត្តវានោះហៅថាមុខមនុស្សចិត្តសัตว์ហើយពិតជាអាក្រក់ណាស់ នៅមានទៀតដែរទេ អាស្រ័យហេតុនេះខ្ញុំចង់ដល់តំណែងលេងស៊ឺនេះចេញពីតំណែងនាយកក្រុមហ៊ុនលេងស៊ឺនៅពេលនេះបន្ទាប់មកក៏ឲ្យអ្នកប្រុសទី2ឡើងធ្វើជានាយកក្រុមហ៊ុនលេងស៊ឺជំនួសវិញ គូតែតម្លាក់គេយូរហើយមិនត្រូវធ្វើឲ្យក្រុមហ៊ុនខាតលុយហើយនៅក្បាត់ប្រពន្ធទៀត មិនហើយមិនហើយ ពីរំលែងទៅនាយកលេងមតិគេច្រើនគ្នានេះលោកគូតែដឹងខ្លួនហើយចោះចេញពីតំណែងតាមសម្រួលចោះមក និយាយថាម៉េច ចុះពីតំណែងតាមសម្រួលមកនឹងឲ្យហ៊ានវាយយើងផង បានវ៉ាអូនកំពុងតែការពារបងហ៎បងថាឲ្យអូនប្រកាសជាស្រឡាញ់បង នេះជាពេលអីតាហើយបានមកតានិយាយប្រាប់ប្រាំទៀត កុំបារម្ភអីប្តីរបស់អូនមិនងាយដួលបែបនេះទេ ឯងបាត់មកទិញកូនប្រុសយើងលេងអីហឹងគឺជាមនុស្សពូកែហើយគេគឺជាសិស្សពូកែផ្នែកចំនួននេះទីនហើយមិនយូរទេគេនឹងរៀបការជាមួយគ្រូសាអ្នកនាងហ្វូហើយអ្នកខ្លាំងរួមដៃគ្នាធានាថាអាចធ្វើឲ្យភាគហ៊ុនទាំងអង្គចំណេញលុយបានច្រើនណាស់ បាននិយាយអញ្ចឹងគួរតែបដូរនាយកចាញ់ហើយមែនហើយគ្រប់ត្រឲ្យអ្នកប្រុសទី2ឡើងជានាយកគ្រាន់តែមិនបានជាថ្ងៃនេះមិនឃើញសម័យលោកប្រុសទី2មកអញ្ចឹងមែនហើយ ខ្ញុំមកហើយ នេះមានរឿងអីនោះហើយចុះនេះយ៉ាងម៉េចទៅអ្នកប្រុសទី2ខ្ញុំបរទេសម្នាក់នេះជាមិត្តម្នាក់ណារបស់លោកដែរទៅ គេមិនមែនជាមិត្តរបស់ខ្ញុំនោះទេគេគឺជាគូដណ្ដឹងរបស់ខ្ញុំ អីគេនឹងគូដណ្ដឹងអីស្អីហ្នឹងហើយមិនបានទៅបែបនេះវិញនេះយ៉ាងម៉េចហ្នឹង ចេះសិនគេជាក្រារបស់ខ្ញុំទីបំផុតគេប្រាំរៀបការជាមួយខ្ញុំហើយពួកយើងសម្រាប់ចាត់ថានឹងចោយតាមសម្បត្តិជាមួយគ្នានៅ Neverland ហើយខ្ញុំក៏មិនចាប់អារម្មណ៍ជាតំណែងនាយករបស់ពួកឯងទៅនោះទេបងប្រុសយើងមានសមត្ថភាពណាស់នៅក្នុងគ្រួសារលេងក្រៅពីគាត់ហើយគ្មាននរណាគេមានសមត្ថភាពឯករាប់រងក្រុមហ៊ុនបាន បែបនេះទៅវិញតាមពិតលេងគឺជាខ្ទើយមិនបានចង់ទៅវិញបានទៅបែបហ្នឹងចឹងវិញតាមពិតលេងអីហឹងគឺជាខ្ទើយសោះហើយមនុស្សប្រុសជាមួយមនុស្សប្រុសអុយមិនដឹងអាចមានកូនទៅអញ្ចឹងអ្នកណាស្នងតំណែងបានទៅមែនហើយនេះគិតយ៉ាងម៉េច លេងអីហឹងនេះអាចឈួតទេអី ម៉ាខ្ញុំអត់ស្រឡាញ់មនុស្សស្រីទេខ្ញុំជាមួយវ៉ាន់វ៉ាន់គ្រាន់តែសម្រាប់ជាគូស្នេហ៍នឹងគ្នាទេ ឯងនិយាយប្តេជ្ញាមិនអាចទេមកពីម៉ាក់ទៅម៉ាក់ឯងជាមួយលូសែងវ៉ាន់មកជាឯងខឹងហើយទៅបង្កើតរឿងកុហកម៉ាក់បែបនេះមែនទេ ម៉ាខ្ញុំអត់ស្រឡាញ់មនុស្សស្រីទេខ្ញុំជាមួយវ៉ាន់វ៉ាន់គ្រាន់តែសម្រាប់ជាគូស្នេហ៍នឹងគ្នា ឯង ទេ និយាយប្តេជ្ញាមិនអាចទេមកពីម៉ាក់ទៅម៉ាក់ឯងជាមួយលូសែងវ៉ាន់មកជាឯងខឹងហើយទៅបង្កើតរឿងមកកុហកម៉ាក់មែនទេ ម៉ាខ្ញុំបាននិយាយហើយថាខ្ញុំពិតជាមិនស្រឡាញ់មនុស្សស្រីមែនហើយខ្ញុំក៏មិនចាប់អារម្មណ៍ជាមួយតំណែងជានាយកក្រុមហ៊ុនស្អីនោះដែរ ឯងមិនអាចទេកូនយើងមិនអាចជាហ្គេទេមិនអាចទេគឺមកពីឯងលេងស៊ឺមានមកពីឯងជាអ្នកគម្រាមកូនប្រុសយើងមែនទេ ម៉ា ទាំងអស់គ្នាការផ្ទុះម៉ាស៊ីនចេញថ្មីនោះគឺពិតជាប៉ះពាល់ដល់ភាគហ៊ុនក្រុមហ៊ុនខ្លាំងណាស់បានធ្វើឲ្យភាគហ៊ុនចុះខ្លាំងក្នុងរយៈពេលប្រហែលឆ្នាំមកនេះតែមិនមែនជារឿងផ្ទុះម៉ាស៊ីនតែមួយទេគឺមានមនុស្សថោកលេងល្បិចមកទម្លាក់ភាគហ៊ុនឲ្យទៀម នេះគឺជាផតតាំងដែលគេផ្ទេរលុយនោះ ថាម៉េចបែរជាមេការចុយទៅវិញមេការចុយនេះមិនមែនជាមនុស្សចំណិតរបស់ឈិនស៊ីវរងនោះទេ មែនហើយនាងគឺជាអ្នកអស់ខ្ញុំទម្លាក់ពីតំណែងបានឲ្យគេលូភាគហ៊ុនស្អីព្រោះតែភាពអាត្មានិយមរបស់នាងបានធ្វើឲ្យក្រុមហ៊ុនខាតលុយ100កោណអញ្ចឹងហើយម្ចាស់ភាគហ៊ុនទាំងអស់គ្នាប្រកាសចិត្តហើយថាចង់ឲ្យខ្ញុំចាក់ចេញពីតំណែងព្រោះតែនាងអាត្មានិយមម្នាក់នោះហ៎ អត់ទេមិនមែនមកពីយើងទេគឺមកពីឯងជីវិតឯងវាអាក្រក់ហេតុនេះបានជាភាគហ៊ុនវាធ្លាក់ចុះនោះ ចំណែករឿងផ្ទាល់ខ្លួនវិញខ្ញុំមានលូសៀងវ៉ាន់ជាប្រពន្ធតែម្នាក់គុណចំណែកយាយឈិងឈិងនាងគ្រាន់តែជាមនុស្សមកប្រាបន្លំខ្លួនទេមិនដែលទៅប៉ះពាល់នាងសម្រាប់នោះម្ដងណាទេនាងនោះមានកូនជាមួយអ្នកណាក៏មិនដឹងគ្មានពាក់ព័ន្ធជាមួយខ្ញុំទេចំណែកអ្នកដែលជួយខ្ញុំកាលពីខែទី4ខែទី10នោះគឺជាលូសៀងវ៉ាន់ទេ មិនបានជាបងថាជាអូនគឺខ្ញុំទេបងថាជាខ្ញុំទេ យាយឈិងឈិងដល់ពេលនេះហើយនាងចង់ដល់សារទៀតនាងនៅរੂឯងគិតថាបំផ្លាញកាមេរ៉ាហើយយើងមិនអាចរកផតតាំងបានអញ្ចឹងហ៎ឆានហងក្នុងកាមេរ៉ាបង្ហាញថាកាលពីខែទី4ខែទី10នោះនាងបានចាក់ចេញពីក្រុមហ៊ុនម៉ោង6នាងមិនមកវិញទេចាប់ពីម៉ោង10ទៅមានតែលូសៀងវ៉ាន់តែម្នាក់គុណដែលមកក្រុមហ៊ុនវិញនោះហើយនាងមិនបានចេញមកទេ មិនមែនទេមិនមែនបែបនេះទេបានចាស់ហេតុនេះបើសាច់ឈិងបងថាថ្ងៃនោះនេះជាអ្នកជួយបង មែនហើយកាលពីយប់នោះអូនបានធ្លាក់ខ្សែដៃបងបានរកម្ចាស់ខ្សែដៃនោះហើយក៏ទៅរកយាយឈិងឈិងឃើញទៅនាងក៏មិនបានបដិសេធដែរ បានចាស់ហេតុនេះបងក៏ទទួលខុសត្រូវចំពោះនាងក៏តែដល់ជាមួយនាងឯង បងសុំស្បានបងមិនដែលប៉ះពាល់នាងសូម្បីតែម្ដង បានចាស់កូនក្នុងពលរបស់នាងគឺជានរណាទេ នាងនោះវាគ្មានកូនអីទេនាងនោះវាគ្មានកូនអីទេ គ្មានកូនទេ ឆានហងតែយកប្រុសនាងយាយឈិងឈិងនោះមក បាទបានមកឆាប់ទៅ នាយកលេងខ្ញុំដឹងខុសហើយគ្រប់យ៉ាងគឺសុទ្ធតែយាយឈិងជាអ្នកបញ្ជាខ្ញុំទេនាងថាឲ្យតែខ្ញុំចេញលទ្ធផលមានផ្ទៃពោះខ្លាំងៗឲ្យនាងខ្ញុំអាចធ្វើអីបានតាមចិត្តខ្ញុំក៏ត្រូវនាងពង្វក់ដែរ ឆាន់ស៊ឺយិនអាចមកជាក្បាត់យើងផងអាថោកទីមមែនគឺយើងជាអ្នកធ្វើទាំងអស់យើងគឺជាអ្នកធ្វើហើយតើវាយ៉ាងម៉េចស្មានអីមិនមកជាវាអយុត្តិធម៌បែបនេះ
លោកសៀងវ៉ាន់នាងឯងគ្រាន់តែជាបុគ្គលិកអនាម័យទេហេតុអីបានជានាងអាចលៀកខ្លះទាំងអស់មកបានយ៉ាងនេះនាងឯងគ្រាន់តែជាបុគ្គលិកអនាម័យទេហេតុអីបានជានាងឯងគ្រាន់តែរកខ្សែដៃមួយក៏បានទៅជាមួយនាយកក្រុមហ៊ុននាងឯងកាត់បានទៅទៀតបែបនេះមកក៏អាចខ្លាចជាអ្នកស្រីនាយកបានហេតុអីបានជាព្រះអយុធធម៌បែបនេះឯងមកនិយាយនឹងយុទ្ធធម៌ជាមួយយើងនេះហេតុអីបានជាយើងកាត់នៅក្នុងគ្រួសារក្រអិនគ្មានឈ្មោះស្អាតគ្មានភាពកក់ក្ដេញហេតុបានជាគ្រួសារនេះសុខសាន្តពេញលេញហេតុអីក៏មកយើងត្រូវទ្រាំឲ្យប៉ាយើងបាច់ធ្វើបានស្មានអីនេះជាប្រធានក្បួនរបស់ក្រុមហ៊ុនហេតុអីបានជាយើងត្រូវធ្វើការគ្រប់យ៉ាងរកលុយយើងគ្រាន់តែចង់ឲ្យម៉ាក់យើងឆ្លងបាត់ទេនាងមកសួរយើងដែរទេថាហេតុអីបើសិនជានាងចង់ដឹងអញ្ចឹងនាងអាចក៏មិនទៅសួរព្រះទេមិនក៏មិនទៅសួរព្រះទេនាងអញឲ្យយើងទៅសួរព្រះហីនាងអញឲ្យយើងទៅសួរព្រះហីពេលនេះយើងនឹងទៅសួរព្រះយើងនឹងឲ្យស្រីថោកទៀតអញទៅសួរព្រះឲ្យបានឡៃសៃនីនក ុំជុំអីអត់តែកូនពួកយើងមិនកាត់អីទៅបានហើយ ហេតុអីបានជាបង មើលលើបងបានជួយជីវិតអូនពីរដងទៅហើយអូនកុំលែងលះជាមួយបងបានទេ មិនឡើងទេមិនឡើងទេ នាយកលេងឆាប់ហៅឡានពេទ្យមកឆាប់ទៅចាប់ស្រីបិសាចនោះដាក់វាចូលគុកទៅ មិនមែនចឹងទេឡៃសៃនីន វ៉ាន់អញយ៉ាងម៉េចហើយ អាណាឡៃសៃនីនគេចាំមកទៅហើយ អញក៏ឆាប់ឆាប់ពេកអីអញកំពុងតែមានគាត់ផងគ្រូពេទ្យថាអញឆាប់ឆាប់ពេកទៅអញស្ម យើង ោះ សុំថាឡៃសៃនីនគេចាំមកទៅហើយណាស់ចឹងយកទៅមកខ្លួនឯងវិញឡៃសៃនីនលោកចាំមកទៅហើយលោកដឹងខ្លួនឡើងមិនបាច់ជាលោកល្ងងបាត់នេះមិនបាច់ជាលោកមកកំបាត់ជំនួសខ្ញុំបាត់នេះ កុំបារម្ភអីអ្នកស្រីនាយកលេងគាត់ហូរឈាមច្រើនពេកបន្តិចទៀតគាត់នឹងដឹងខ្លួនហើយ បាត់មែននេះ បានហើយនាងមិនជឿមើលចង្វាក់បេះដូងគាត់ទៅ អាគ្រូពេទ្យមកក្រែងអញថាបងយើងចិត្តនឹងខ្លួននោះអីពេលនេះមានរឿងអីទេ ឡៃសៃនីនលោកដឹងខ្លួនឡើងល្អដែរទេលោកកុំស្លាប់អីពួកយើងមិនឡើងគ្នាទេល្អដែរទេខ្ញុំស្លាញ់លោកខ្ញុំពិតជាស្លាញ់លោកនេះលោកកុំចាក់ចិត្តពីខ្ញុំអីល្អទេមិនបាច់ជា បងថាអូនប្រកាសជាស្រឡាញ់បងហើយ នេះខ្មៅលោះហើយអី គ្រាន់តែខ្សែភ្លើងរលុងបន្តិច ឆាប់ចេញទៅ បានចឹងក៏បើសិនជាលោកលេងអីហើយអញ្ចឹងខ្ញុំក៏ទៅបានទៅរបស់ខ្ញុំវិញហើយហ្នឹងអើ អូយ យ៉ាងម៉េចហ្នឹង នៅសុកស្រាប់តែឈឺ ឈឺនៅកន្លែងណាទេ បែបនេះគឺឡើងឈឺហើយ អ្នកទាំងពីរមកស្វីតជាមួយគ្នាអញ្ចឹងខ្ញុំទៅរកគូស្នេហ៍ខ្ញុំដែរហើយ អូនហាត់ដឹងស្មើអាចឆាំងផ្លាច់ឈើជីបៃណាមានការឈប់តកណាមានស្មើក្រអូបទៀនគឺបាច់ជាមានមែនណាទីនេះពិតជាស្អាតណាស់ បងបានទិញភ្នំ10នាទីនេះថ្ងៃក្រោយអូនចង់ដាំអីដាំនឹងទៅអីក៏មានដែរ បាត់មែននេះ បានទោះជាពួកយើងបានរៀបការជាមួយគ្នាមែនតែបងជពាក់មង្គលការអូនរហូតមកការស្គាល់គ្នារបស់ពួកយើងចាប់ផ្ដើមពីយប់នោះមកតែរាងកាយបងដូចជាស្គាល់អូនរាប់ឆ្នាំមកហើយអញ្ចឹងទោះជាផ្លែដែលពួកយើងមកនេះលំបានតិចមែនតែបងពិតជាសប្បាយចិត្តណាស់ដែលម្នាក់នោះជាអូនតាំងពីដើមមកបងយកភ្នំ10នេះធ្វើជាបណ្ណាការសូមអូនរៀបការបងចង់មានអនាគតជាមួយអូននៅជាមួយអូនដល់ចាស់ អូនយក5ជួយបាំងអាចឈប់សិនបងថាតែមើលភ្នំ10ធំយ៉ាងនេះនេះពួកយើងតែមើលមិនអត់ទេ អញ្ចឹងក៏បង្កើតកូន10នាក់ឲ្យមកមើលការខុសត្រូវទៅ